ពុកខ្មៅងឹតគ្រប់ដណ្ដប់ក្រោមពន្លឺចែងចាំងមួយរំពេចស្នាមញឹមក្រឡុករបស់បុរសម្នាក់នោះពិតជាគួរឲ្យសង្ស័យមានអ្នកស្លាប់មែនតើអ្នកណាអាចស្លាប់បានទោះជាយ៉ាងណាទឹកមុខដែលលាក់បាំងនេះជាកម្លាំងចិត្តដ៏មុតមមក្មេងប្រុសសិស្សកង្វល់ម្នាក់ឈរស្វែងរកជីតានៅទីស្ងាត់កម្លាំងវាយប្រហារដ៏ធ្ងន់ធ្ងរបែបនេះគួរឲ្យខ្លាចណាស់ទឹកមុខដ៏កក់ក្ដៅរបស់ជីតាដែលទទួលយកខ្ញុំពីទីវាលព្រើកណ្ដាលទីរោគអែបអបលោកតាចាស់យ៉ាងជិតស្និទ្ធបំផុតស្នាមញឹមស្រស់ស្រាយរបស់យុវជនម្នាក់ក្មេងប្រុសនោះហាក់ដូចជាទទួលបានការប៉ះពាល់ពីអ្វីមួយដែលភ្លឺថ្លាឈុតពិធីនឹងដាវនោះភាពត្រជាក់ស្រូបយកគ្រប់អ្វីនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់នេះក្រោមផ្ទៃមេឃដ៏ងឹតព្រៃឫស្សីហាក់ដូចជាកំពុងលាក់បាំងអាថ៌កំបាំងឈុតប្រយុទ្ធដ៏សាហាវនិងប្លែកនេះមិនមែនជាស្នាដៃរបស់កូនសិស្សសាមញ្ញនោះទេតើមានអ្វីកើតឡើងតាចាស់តើលោកទៅណាហើយស្នាមញឹមដ៏ភ្លឺថ្លាមួយលេចឡើងបន្ទាប់ពីការរងចាំដ៏យូរអង្វែងស្នាមញឹមដ៏កក់ក្ដៅចុងក្រោយរបស់ជីតាមុនពេលពាក្យសន្យាទាំងឡាយរលាយបាត់រហូតដល់ព្រះអាទិត្យរះយីដាវក្នុងដៃមុតស្រួចដោយការប្រាជ្ញាចិត្តមួយរំពេចភាពស្ងប់ស្ងាត់ក៏បែកធ្លីដោយសម្លេងអ្វីម្យ៉ាងភ្នែកដែលឆេះឆ្អៅនេះគឺជានិមិត្តរូបនៃកំហឹងដែលមិនអាចរលត់បានតើអ្នកគិតថាខុសយ៉ាងណាពន្លឺក្រហមចែងចាំងនោះសញ្ញានៃការគំរាមកំហែងមួយមកដល់ហើយអណ្ដាតភ្លើងពណ៌ក្រហមហិង្សាផ្ទុះឡើងថាមពលដ៏សាហាវនេះកាត់ផ្ដាច់គ្រប់យ៉ាងអំណាចដ៏គួរឲ្យភ័យខ្លាចបានផ្ទុះឡើងបំភ្លឺដោយពន្លឺក្រហមដ៏ខ្លាំងក្លាការលះបង់ជីវិតគឺដើម្បីបន្ធូរបន្ទុកកំហុសមើលរូបរាងដ៏គួរឲ្យខ្លាចរបស់បុរសចំណាស់នោះទោះបីជាយ៉ាងណាក៏គ្មានអ្វីនៅសល់សម្រាប់ខ្ញុំក្រៅពីផ្លូវនៃការសងសឹកឡើយភ្នែកទាំងគូដែលមើលមកនេះពោពេញទៅដោយការគំរាមកំហែងហាក់ដូចជាកំពុងមើលខ្លឹមសារនៃព្រលឹងភាពភ័យខ្លាចនេះការបាត់បង់ដ៏ធ្ងន់ធ្ងរបានឆក់យកអ្វីគ្រប់យ៉ាងខ្យល់បក់សឹងតែប្រេះស្រាំនៅកម្លាំងថ្មីដែលហូរចេញពីខ្លួននាងខ្យល់បក់បោកសក់វែងទីនេះជាកន្លែងដែលសោកនាដកម្មបានចាប់ផ្ដើមភ្នែកបើកធំនេះជាអ្វីដែលបានកើតឡើងសំឡេងផ្ទុះយ៉ាងខ្លាំងបង្ហាញពីការបុកទង្គិចយ៉ាងខ្លាំងក្លានៅក្នុងព្រៃស្ងាត់ទឹកភ្នែកឈាមហូរស្រោចមុខនេះជាជោគវាសនានៃការបាត់បង់ដ៏ធ្ងន់ធ្ងរអ្វីទៅជាជោគវាសនាដ៏អាក្រក់នេះលោកតាសូមគុំទៅណាអីទឹកភ្នែករលីងរលោងលើផ្ទៃមុខក្មេងប្រុសទឹកភ្នែកឈាមស្រក់ចុះពីភ្នែកលោកតាដែលទ្រាំទ្រការឈឺចាប់បំផុតនោះឈាមហូរចេញពីមាត់បណ្ដាលឲ្យភ្នែកបើកធំទាំងស្រក់ទឹកភ្នែកបិទភ្នែកទៅអីហេតុអ្វីពុកម៉ែហេតុអ្វីបានជាឈាមហូរស្រោចពេញមុខគាត់អស់ដង្ហើមហើយឬទឹកភ្នែកហូរស្រោចស្រពព្រោះតែការបាត់បង់ដ៏ធំធេងការឈឺចាប់នេះបណ្ដាលមកពីអ្នកណាខ្ញុំមិនអាចលើកលែងទោសឲ្យពួកគេបានឡើយបើមិនដូច្នេះទេខ្ញុំនឹងតាមអ្នកទៅឈាមហូរស្រោចពេញផ្ទៃមុខចំណែកបូមាត់ខ្ទេចខ្ទាំទឹកភ្នែកឈាមហូរស្រោចពេញផ្ទៃមុខដ៏ចាស់ជ្រានោះទឹកភ្នែកហូរស្រក់ពេលឃើញរូបភាពដ៏រន្ធត់នោះតើមានរឿងអ្វីកើតឡើងចំពោះលោកតាទឹកភ្នែកហូរស្រោចស្នាមឈាមក្រហមលើចុងដៃទឹកភ្នែកក្តៅហូរស្រក់ចុះមកគូស្នេហ៍ដែលបាត់បង់ភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចនេះគឺជារបាំងបិទបាំងទុក្ខសោកយ៉ាងជ្រាលជ្រៅលោកតាក្មេងប្រុសតូចងាកមកមើលសាកសពដែលគ្មានចលនាប៉ុន្តែភ្នែកក្រហមរំកិលខ្លួនបង្ហាញពីកំហឹងដែលផ្ទុះឡើងទឹកភ្នែកហូរស្រក់គំនិតនឹកដល់ថ្ងៃចាស់ដាវបក់ឡើងភាពកំរណីក្បាច់គុណនេះពិតជាគួរឲ្យភ្ញាក់ផ្អើលលើសពីនេះទៅទៀតភ្នែកដែលស្លាប់រលួយនោះបង្ហាញពីការពិតដ៏អាក្រក់ដាវដ៏គួរឲ្យខ្លាចនោះហាក់ដូចជាបានលេចចេញពីកន្លែងណាក្បាច់គុណដាវដ៏អស្ចារ្យមួយស្នាមរបួសទាំងអស់នេះគឺជាកាយវិការនៃសិល្បៈដ៏កាចសាហាវភ្នែកក្រហមគំរាមកំហែងនោះឆ្លុះបញ្ចាំងនៅកម្លាំងនិងកំហឹងដ៏ខ្មៅងឹតសិល្បៈស្ថានសុខឥឡូវនេះគឺជាពេលដែលត្រូវមាននៅវត្ថុអនុស្សាវរីយ៍ក្លិនក្រអូបនោះរូបភាពនៃបុគ្គលដែលដើរលើផ្លូវបិសាចមើលទៅគួរឲ្យខ្លាចណាស់រូបចាស់ដែលស្លាប់ស្ងាត់គាត់បានលាចាកលោកហើយមែនទេខ្ញុំនឹងស្វែងរកពួកវាឲ្យឃើញជាក់ជាមិនខានដំណក់ទឹកភ្នែកមួយធ្លាក់ចុះប៉ះលើអក្សរពន្ធសរសេរ
ការចុះឈ្មោះចូលរោងតើមាននរណាម្នាក់ស្លាប់មែនទេតើអ្នកណាអាចស្លាប់បានមុខមាត់គំរាមកំហែងនេះហាក់ដូចជាកំពុងដឹងអ្វីមួយឈាមហូរចេញពីមាត់ភ្នែកក្រហមនោះពោពេញដោយសេចក្តីស្លាប់ពួកគេភ័យស្លន់ស្លោចំពោះអ្វីដែលបានឃើញស្នាមជើងប្រឡាក់ឈាមភាពខូខើនេះគឺស្នាមដៃឈាមបញ្ជាក់ពីការបដិញ្ញាចិត្តដ៏មុតមមមានអ្វីមួយមិនប្រក្រតីពួកគេមើលទៅភ័យខ្លាចនោះគឺជាជំហានដំបូងឆ្ពោះទៅរកគោលដៅនោះអយុត្តិធម៌និងភាពសុចរិតសង្គ្រាមដ៏យូរអង្វែងប៉ុន្តែពួកអ្នកកាន់សាសនាសុចរិតចង់ពង្រីកគម្លាតឲ្យកាន់តែធំឡើងកម្លាំងបិសាចចាប់ផ្ដើមរៀបចំផែនការថ្មីដើម្បីពង្រឹងអំណាចខ្លួនឯងទិដ្ឋភាពនៃទីសក្ការៈដ៏រុងរឿងបន្ទាប់ពីការរងចាំដ៏យូរអង្វែងកម្លាំងខ្លាំងក្លាជាច្រើនបានប្រមូលផ្ដុំគ្នាភាពតានតឹងចាប់ផ្ដើមឡើងក្នុងចំណោមបេក្ខជនទាំងឡាយភ្នែកមួយគូសម្លឹងរកឱកាសក្នុងចិត្តពោពេញដោយការសង្សឹកការចាប់ក្តាប់នេះបង្ហាញពីសេចក្តីប៉ងប្រាថ្នាដ៏មុតមមទឹកមុខពិតជាភ្ញាក់ផ្អើលខ្លាំងគ្រូបង្ហាត់ជាន់ខ្ពស់ហេអូខៀរៀនបានលេចមុខមកហើយភ្នែកគេពិតជាបើកធំព្រោះតែការភ្ញាក់ផ្អើលយ៉ាងខ្លាំងយើងទាំងអស់គ្នាសុទ្ធតែដើរលើផ្លូវបិសាចឱកាសដ៏កម្រនេះបានបើកទ្វារហើយគ្រូបង្ហាត់ជាន់ខ្ពស់ភ្នែកឈាមដៃមាសវត្តមានរបស់គាត់ពិតជាគួរឲ្យខ្លាចសិស្សទាំងឡាយស្រែកឡើងទាំងភ័យខ្លាចឈឺចាប់ការបដិសេធនេះគឺធ្ងន់ធ្ងរពេកភ្នែកដ៏មុតមមនោះកំពុងសម្លឹងចំពីក្រោមមុខដ៏ធំការប្រកួតក្បាច់គុណនេះពិតជាចាំបាច់មែនទេមានបុគ្គលិកលាដែលមិនធម្មតាច្រើននៅទីនេះបុរសម្នាក់ដែលពាក់មួកធំសម្លឹងមើលសិស្សស្រីដែលកំពុងកាន់ទ្រូងឈើទេបុរសម្នាក់នោះទឹកមុខភ័យស្លន់ស្លោការចាប់ដៃជាប់យ៉ាងតឹងក្នុងគ្រាអាសន្នសេចក្តីបារម្ភមួយតូចលេចចេញក្នុងក្រសែភ្នែកដ៏ល្វឹងល្វើយនោះភ្នែកក្រហមពន្ធររឿងកម្លាំងសាហាវកំពុងបញ្ឆេះក្នុងខ្លួនការមើលងាយឥតសំចៃពីអ្នកដែលមើលងាយខ្ញុំអៃដឺចាស់មើលមកដោយក្តីអាណិតពេលក្មេងស្រីនោះអបក្រសោបក្រណាត់នោះយ៉ាងជិតប៉ុន្តែជោគវាសនាហាក់ដូចជាមិនស្រួលសម្រាប់រូបនាងឡើយការសាកល្បងដំបូងបានបញ្ចប់ទៅហើយការសម្រេចចិត្តដ៏ឃោរឃៅនេះជាកន្លែងដែលត្រូវសម្លាប់គ្នាទៅវិញទៅមកគ្រូចាស់ដែលពោពេញដោយអំណាចឈរមើលពីលើវេទិកាកម្លាំងដ៏អស្ចារ្យនោះបានលេចឡើងភ្លាមវិញ្ញាណរូបនៃរាងកាយមនុស្សលេចឡើងអេមិតពន្លឺដ៏ចែងចាំងភ្នែកដែលពោពេញដោយអគ្គិសនីនោះនៅក្នុងទ្វារទី2នេះមេខ្លាំងទាំងឡាយកំពុងរង់ចាំមើលអគារដ៏អស្ចារ្យនោះលេចឡើងក្រោមពន្លឺចម្លែកក្រៅពីនោះគឺត្រូវតែរស់ដង្ហើមចុងក្រោយមានតែម្នាក់គត់ដែលនឹងនៅរស់មុខរបួសរបស់គាត់បញ្ចេញនូវការខ្វែងគំនិតគ្នាយ៉ាងខ្លាំងគាត់ចាប់ចំណុចនេះជាប់យ៉ាងដោយកម្លាំងដ៏ខ្លាំងក្លាបើចាំបាច់ត្រូវសម្លាប់ភ្នែកក្រហមនោះពោពេញដោយការសម្រេចចិត្តពីផ្ទៃងឹតនោះភ្នែកក្រហមមួយគូសម្លឹងមើលយ៉ាងមុតមមកម្លាំងដៃនេះក្តាប់ហាក់ដូចជាគំរាមកំហែងដល់ពិភពយុទ្ធក្បាច់គុណទាំងមូលដាវដ៏មុតស្រួចនោះហាក់ដូចជាកំពុងផ្ទុះនៅថាមពលដ៏ឃោរឃៅគ្រោះថ្នាក់កាំបិតដ៏មុតស្រួចកំពុងសម្ដៅមករកនាងកណ្ដាប់ដៃច្របាច់ខ្ចប់ឆន្ទៈនៃការសម្លាប់លេចធ្លោកំហឹងពុះកញ្ច្រោចអាវុធនេះហាក់ដូចជាសម្រេចវាសនាហើយកាំបិតបញ្ចេញពន្លឺចែងចាំងសម្លេងកាត់បាក់ធ្លាក់ចុះភ្នែកក្រហមឆ្អិនឆ្អៅបង្ហាញពីសេចក្តីស្លាប់ជិតមកដល់កំហឹងឆេះឆួលឈាមហូរចេញពីមាត់ឈាមខ្ទុះខ្ចាយជនរងគ្រោះម្នាក់ទៀតដួលរលំដោយសារកម្លាំងដ៏ឃោរឃៅភ្នែកបើកធំស្លាប់ទាំងមិនជឿជាក់លើជោគវាសនាគេអាចគេចផុតពីឆ្អឹងហើយចំគោលដៅបេះដូងបានយ៉ាងអស្ចារ្យឈាមជោគខ្លួនវីយ៉ូគ្មានអ្នកណាហ៊ានមកទេពាក្យសម្ដីមើលងាយនេះពិតជាបំផ្លាញទឹកចិត្តអ្នកទន់ខ្សោយភ្នែកបើកធំទាំងភ័យខ្លាចហេតុអ្វីបានជាគាត់មើលមកខ្ញុំបែបនេះការភ័យខ្លាចចាប់ផ្ដើមគ្រប់ដណ្ដប់តើនឹងទៅជាយ៉ាងណាបើស្ថានភាពនៅតែបែបនេះការវាយប្រហារដ៏ឃោរឃៅឈាមខ្ទុះពេញមុខតើមានអ្វីកើតឡើងចំពោះបុរសនោះគាត់មើលទៅគួរឲ្យអាណិតណាស់ការវាយប្រហារដ៏ឃោរឃៅឈាមនឹងការស្រែកទ្រហោយមរហែកកណ្ដាលភាពងឹតភ្នែកបើកធំទាំងទឹកភ្នែក
ភាពភ័យខ្លាចកំពុងលេបត្របាក់រូបគេភាពភ័យខ្លាចនឹងសេចក្តីស្លាប់អាចធ្វើឲ្យហេតុផលរបស់ពួកគេរលត់បាត់ទៅបុរសចំណាស់នោះកំពុងគិតយ៉ាងយកចិត្តទុកដាក់ចំណែកក្មេងប្រុសម្នាក់ទៀតកំពុងសម្លឹងមើលដោយការប្រុងប្រយ័ត្នស្នាមញឹមដែលលាក់បាំងនៅចេតនាបៀតបៀនគ្រោះថ្នាក់បានលេចចេញមករួចហើយការប្រយុទ្ធរវាងពួកគេបានផ្ទុះឡើងយ៉ាងឃោរឃៅឈាមខ្ទាតពេញកន្លែងការបង្ហូរឈាមយ៉ាងឃោរឃៅពួកគេបានបាត់បង់ហេតុផលហើយព្រោះតែការភ័យខ្លាចស្លាប់ការបាត់បង់ស្មារតីនេះគឺជាការចាប់ផ្ដើមនៃភាពភ័យខ្លាចតែដែលលោតចេញមកស្រោចដោយឈាមគឺជាសាកសពចុងក្រោយសាកសពនៅទីនេះការស្លាប់ពិតជារឿងតែមួយគត់ដែលនៅសល់ឈាមដង្ហើមចេញមកក្រៅភាពភ័យខ្លាចចាប់ផ្ដើមគ្របដណ្ដប់កម្លាំងបុកទង្គិចខ្លាំងក្លាបណ្ដាលឲ្យសាច់ឈាមហូរចេញភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីភាពវឹកវរបំផុតឱកាសចុងក្រោយតើអ្នកនឹងដកថយឬក៏ប្រឈមមុខនឹងការស្លាប់រូបរាងដ៏អាក្រក់របស់គាត់បញ្ចេញនូវភាពឆ្កួតសម្ងាត់មួយដង្ហើមចុងក្រោយឈាមហូរលើដីកម្លាំងបុកខ្លាំងវត្ថុធ្ងន់នោះកំពុងវាយបំបែកគ្រប់យ៉ាងស្នាមរបួសដែលរងដោយដាវដ៏មុតស្រួចស្នាមញឹមដ៏គួរឲ្យភ័យខ្លាចនោះបង្ហាញពីសេចក្តីរីករាយដែលមិនធម្មតាគាត់លុតជង្គង់ចុះមើលសាកសពដោយគ្មានអារម្មណ៍គាត់កំពុងបិទប្រអប់នោះហើយដាវនោះនៅក្បែរនោះចំណងដៃកំណើតនេះស្ថិតនៅក្បែរដាវដែលត្រៀមខ្លួនរួចហើយភ្នែកក្រហមនោះបញ្ចេញពន្លឺនៃការសម្លាប់ក្រហមដោយកំហឹងឥឡូវគាត់សម្រេចចិត្តតាំងវិញហើយកម្លាំងកាយវិការរហ័សរហួនដូចផ្គរលាន់បុកចំគោដាវសម្លឹងមើលជន់ជ័យជំនះចុងក្រោយភាពស្ងប់ស្ងាត់ដែលគំរាមកំហែងនេះភាពស្ងប់ស្ងាត់ដ៏អាប់អួរគ្របដណ្ដប់លើដង្ហើមចុងក្រោយស្នាមញឹមដ៏គួរឲ្យខ្លាចនោះបង្ហាញពីចំណងដ៏ឃោរឃៅស្នាមញឹមដ៏កាចសាហាវលេចចេញពេលដៃរបស់គេលាស់ចេញនៅកម្លាំងវាយប្រហារដ៏ខ្លាំងក្លាទឹកមុខត្រជាក់ដូចថ្មមើលទៅគ្មានក្តីអាណិតឡើយភ្នែកក្រហមរបស់គាត់ពោពេញដោយការគំរាមកំហែងយ៉ាងខ្លាំងទីបំផុតភាពខ្លាំងដែលគួរឲ្យខ្លាចនោះបានលេចចេញមកហើយរូបចាស់ដែលមើលទៅស្គាល់ច្បាស់នោះបែរជាបន្សល់ទុកនៅស្លាកស្នាមនៃជោគវាសនាដ៏អាក្រក់ស្នាមញឹមដ៏សាហាវនោះលីលំនឹងឈាមជាសក្ខីភាពនៃសេចក្តីស្លាប់តើបុរសចំណាស់ទាំងពីរនេះជាអ្នកណាភ្នែកបើកធំភាពភ័យខ្លាចគ្របដណ្ដប់លើមុខភ្នែកដែលពោពេញដោយការភ័យខ្លាចនេះតើនាងបានឃើញអ្វីផ្ទះចាស់ទ្រុឌទ្រោមក្រោមមេឃងងឹតស្នាមញឹមដ៏ព្រៃផ្សៃនេះគឺជានិមិត្តរូបនៃជ័យជំនះដ៏ឃោរឃៅការប្រយុទ្ធបានចប់ហើយមានតែអ្នករស់រានមានជីវិតម្នាក់ទេដែលនឹងបានឃើញថ្ងៃស្អែកស្នាមញឹមដ៏ឃោរឃៅរបស់ជននោះជាមួយនឹងស្នាមឈាមលើទ្រូងភ្នែកនេះសម្លឹងមើលទៅមុខមិនខ្លាចជាញើសអ្វីឡើយទីបំផុតខ្ញុំបានឃើញចំណុចខ្សោយរបស់អ្នកហើយស្នាមញឹមដ៏អាក្រក់របស់គាត់បន្ទាប់ពីការតស៊ូចុងក្រោយគ្រាន់តែដឹងថាឯងនៅរស់ដល់ទីបញ្ចប់ស្នាមញឹមដ៏ឃោរឃៅឈាមប្រឡាក់ពេញទ្រូងរូបរាងដ៏ស្ងប់ស្ងាត់នេះពិតជាលាក់បាំងនៅការតាំងចិត្តដ៏មុតមមស្ងប់ស្ងាត់ហាក់ដូចជាធ្លាក់ចូលក្នុងសុបិនដ៏ងឹតខ្ញុំនឹងឈ្នះបានពិតមែនអាកប្បកិរិយាមើលងាយតែក៏សមនឹងទទួលបានការសងសឹកវិញដែរភ្លៀងធ្លាក់គ្រឹះបែបនេះតើខ្ញុំសន្លប់បាត់បង់ស្មារតីឬការប៉ះទង្គិចនៃដាវដែលពោពេញដោយថាមពលពណ៌ខៀវបង្កើតបានជាខ្យល់គួចដ៏គ្រោះថ្នាក់គាត់អត់នឹកស្មានដល់ការបិទបញ្ចប់ដ៏ឃោរឃៅបែបនេះទឹកមុខគាត់ស្លេកស្លាំងហាក់ដូចជានៅក្នុងសុបិនអាក្រក់ការវាយប្រហារដ៏សាហាវទាំងនោះគឺដើម្បីគេចផុតពីការវាយប្រហារដ៏ស្លាប់នេះភ្នែកនេះពិតជាបានឃើញអ្វីដែលមិនគួរឲ្យជឿភ្នែកក្រហមភ្លឺចាំងពោពេញដោយកំហឹងដ៏សាហាវសំឡេងដួលរលំនៃអវយវៈដែលត្រូវវាយបែកផ្ទុះឡើងតើមានអ្វីកើតឡើងជំហានចុងក្រោយនៃសមរភូមិគាត់កិច្ចការវាយប្រហារបានល្អពិតមែនតែការវាយបកវិញជោគជ័យនោះគឺជារឿងផ្សេងមុខរបួសពេញឈាមភ្នែកដែលមើលយ៉ាងមុតមមស្នាមញឹមគួរឲ្យខ្លាចលេចឡើងក្នុងអណ្ដាតភ្លើងកម្លាំងដ៏កំណាចទាំងអស់បានផ្ទុះចេញមកការប្រាជ្ញាចិត្តចុងក្រោយឱកាសចុងក្រោយដើម្បីវាយបកវិញទឹកមុខប្រែជាស្លេកស្លាំងឈាមហូរស្រោចពេញផ្ទៃមុខសម្រុកចុងក្រោយដើម្បីលទ្ធផលចុងក្រោយភ្នែកបើកទូលាយភាពភ័យខ្លាចប្លែកបានគ្របដណ្ដប់លើមុខចំណុចសំខាន់ទាំងនោះ
បេះដូងនិងក្បាលដូច្នេះហើយនៅពេលដែលមានចេតនាសម្លាប់ដាវនឹងសំដៅទៅផ្នែកខាងលើនៃរាងកាយខ្យល់កាប់ប្លែកបង្ហាញពីកម្លាំងដ៏អាក្រក់នៃការវាយប្រហារភ្នែកពណ៌លឿងនោះពោពេញដោយគំនិតឃាតកម្មកាំបិតចាំងភ្លេចគ្រប់ដណ្ដប់ដោយឈាមភ្នែកក្រហមឆេះសំឡេងហៅឈ្មោះលេចចេញពីភាពស្រវាំងស៊ើលអាការបណ្ដុះបណ្ដាលនេះពិតជាពិបាកមែនគ្រោះថ្នាក់មុខរបួសប្រឡាក់ឈាមលេចចេញនៅកំហឹងចុងក្រោយភ្នែកក្រហមភ្លឺឡើងនេះជាកម្លាំងទាំងអស់ដែលគាត់មានស្នាមឈាមរីប៉ាយគ្រប់ទីកន្លែងពន្លឺព្រះអាទិត្យចែងចាំងបិទបាំងការតស៊ូចុងក្រោយឈាមខ្មៅហូរហៀរគ្រប់ដណ្ដប់លើមុខរបស់គេដង្ហើមចុងក្រោយនៃការឈឺចាប់ឈាមហូរចប់ហើយកណ្ដាលសមរភូមិពោពេញដោយសាកសពទស្សនៈមើលងាយរបស់ពួកគេគឺជារឿងធម្មតាទៅហើយភ្នែកក្រហមពោពេញដោយគំនិតឃាតកម្មបង្កប់ក្នុងកំហឹងដ៏ស្ងប់ស្ងាត់ការសាកល្បងទី2ឯងបានជាប់ហើយសំឡេងមួយរំញ័រក្នុងភាពងឹតស៊ើលអាការគិតរបស់បុរសចំណាស់ម្នាក់នេះគឺត្រូវសម្លាប់ទឹកមុខដ៏រីករាយនេះហាក់មិននឹកស្មានដល់អ្វីសោះលោកតាខ្ញុំនៅទីនេះហើយភាពភ័យរន្ធត់គ្រប់ដណ្ដប់ភ្នែកក្រហមឈាមដែលសម្លឹងមកលើការវាយប្រហារដ៏អាក្រក់គាត់នៅតែដកដង្ហើមការមកដល់ជំរំថ្មីតើទីនេះជាកន្លែងណាទឹកសមុទ្របែកធ្លាយក្រោមពន្លឺព្រះអាទិត្យចែងចាំងទូកនោះហាក់ដូចជាកំពុងលិចលង់នៅក្នុងព្យុះសមុទ្រហាក់ដូចជាខ្ញុំកំពុងស្ថិតនៅក្នុងកប៉ាល់តើគ្រូពេទ្យបេសាច់មែនឬមនុស្សទាំងនេះតើពួកគេជាអ្នកដែលឆ្លងផុតការសាកល្បងដំបូងមែនទេស្នាមញញឹមដ៏អាក្រក់របស់គាត់ហាក់ដូចជាកំពុងចំអកចំពោះការបរាជ័យនេះទឹកមុខស្លេកស្លាំងហាក់ដូចជាអស់សង្ឃឹមទាំងស្រុងចុះមកសំឡេងបញ្ជាកាត់តាមភាពស្ងប់ស្ងាត់ឱកាសចុងក្រោយត្រូវតែវាចំចំណុចស្លាប់របស់វាផ្លូវទៅកាន់នរកបានបើកឡើងហើយខ្យល់កន្ត្រាក់ពេញផ្ទៃមេឃពណ៌ក្រហមឈាមគ្រប់ដណ្ដប់លើទិដ្ឋភាពដ៏កាចសាហាវនេះកន្លែងស្នាក់នៅត្រូវបានរៀបចំរួចហើយទឹកមុខភ្ញាក់ផ្អើលចំពោះកន្លែងស្នាក់នៅថ្មីនេះទូកតូចតាក់ទាញនៅមាត់ច្រាំងថ្មដ៏ខ្ពស់មើលទៅទីនេះជាច្រកចូលដ៏ងឹតមួយនៅកណ្ដាលថ្មដ៏អាក្រក់ទស្សនិកជនជាច្រើនបានចូលមកទីនេះតាំងចិត្តដើរទៅមុខក្រោមពន្លឺថ្ងៃលិចដែលពោពេញដោយមន្តគាថាឥឡូវនេះសិស្សឆ្អិនឆ្អែម្នាក់ទៀតកំពុងត្រៀមខ្លួនសម្រាប់ការបង្រៀនពួកគេកំពុងរាប់អានគ្នាដោយគិតថាមានកន្លែងល្អច្រើនទៀតការគិតរលឹកឡើងវិញហាក់ដូចជាគាត់បាននិយាយពាក្យសម្ដីដ៏អាក្រក់កាលពីពេលមុនការប្រឡង checkpoint គ្រាន់តែជាការរុះរើអ្នកដែលនឹងស្លាប់ដោយគ្មានបញ្ហាអ្វីឡើយភាពភ័យខ្លាចលីលំនឹងការភ្ញាក់ផ្អើលមួយរំពេចទឹកមុខនាងពោពេញដោយការពិចារណាគ្រូបានទទួលស្គាល់សមត្ថភាពរបស់ខ្ញុំហើយភ្នែកបើកធំសម្លឹងមើលភាពរន្ធត់ក្នុងគ្រាដ៏ចុងក្រោយនៅទីនេះគឺជាជម្រកសម្រាប់យើងជ្រើសរើសល្អាងដែលអ្នកពេញចិត្តទៅតើអ្នកពិតជាចង់បានសិល្បៈក្បាច់គុនរបស់នាងយ៉ាបាវីឡាយ៉ុងមែនទេឈ្មោះនោះឮចេញពីមាត់របស់គេដោយមានស្នាមញញឹមចម្លែកបុរសបណ្ដាលភ្នែកបើកធំចំហទាំងញញឹមហាក់ដូចជាកំពុងលាក់អាតកំបាំងអ្វីមួយទីនេះតើនេះពិតជាកន្លែងហាត់ក្បាច់គុនមែនឬស្នាមញញឹមបង្កប់ល្បិចចាប់បានការចាប់អារម្មណ៍របស់នាងរូបរាងឯកសណ្ឋានថ្មីហាក់ដូចជាមិនសមនឹងគេឡើយភ្នែករបស់នាងពោពេញដោយការគិតពិចារណាមុននឹងសម្រេចចិត្តលើជំហានបន្ទាប់ទីនេះតើនេះពិតជាវិបច្ច័យគុណមែនឬការសម្រេចចិត្តនេះជ្រើសរើសផ្លូវដែលគ្មាននរណាមើលឃើញការចំអកទាំងនេះហាក់ដូចជាមិនប៉ះពាល់ដល់ចិត្តនាងបន្តិចសោះឡើយទឹកមុខតឹងណែនរឹងមាំមិនព្រមចុះចាញ់ឡើយស្នាមញញឹមលាក់កំបាំងនេះគឺជាការស្វាគមន៍ឬជាការចំអកមេឃាទាំង10ដ៏អស្ចារ្យនេះពិតជាកន្លែងដែលខ្លាំងជាងគេបំផុតស្នាមរបួសដ៏លាក់កំបាំងនេះបញ្ជាក់ពីការតស៊ូដែលមិនធ្លាប់មានពីមុនមករឿងរ៉ាវដ៏គ្រោះថ្នាក់កំពុងចាប់ផ្ដើមនៅទីនេះគាត់ដើរឆ្ពោះទៅកាន់ទីជម្រកក្រោមពន្លឺចែងចាំងនៃពិភពថ្មីនេះភ្នែកនាងបើកឡើងទាំងតក់ស្លុតក្រោមពន្លឺពណ៌ក្រហមឆេះនោះទីនេះគឺផ្ទះសំណាក់ដែលបែកបាក់ទោះបីជាវាធ្លាក់ចុះប៉ុន្តែកេរ្តិ៍ឈ្មោះនៅតែគង់វង្សដោយសារតែបានបង្កើតវីរបុរសដ៏អស្ចារ្យជាច្រើនមានអ្វីម្យ៉ាងបុកដេលខ្យល់កន្ត្រាក់
គាត់បានជ្រើសរើសផ្លូវដែលគ្មានអ្នកណាហ៊ានដើរការបញ្ចេញកម្លាំងខ្លាំងក្លាបំផុតក្នុងទីងឹតនិងកម្ដៅខ្លាំងមុខដែលបង្កប់ដោយការគំរាមកំហែងនោះលេចចេញមកទឹកមុខភិតភ័យពេលនេះជារឿងធ្ងន់ធ្ងរហើយក្នុងនាមសិស្សខ្ញុំត្រូវតែលំអន់កាយការពិនិត្យមើលដ៏មុតស្រួចបញ្ជាក់ពីការសម្រេចចិត្តដែលមិនអាចផ្លាស់ប្ដូរបានភ្នែកគំរាមកំហែងនោះការសម្រេចចិត្តដ៏លំបាកមួយទៀតទឹកមុខពោពេញដោយការសង្ស័យនិងការតាំងចិត្តត្រូវហើយចុះអ្នកវិញរូបភាពដ៏ត្រជាក់ហុំព័ទ្ធដោយដាវមុតស្រួចបង្ហាញពីការតាំងចិត្តយ៉ាងស្ងប់ស្ងាត់តើអ្នកនឹងជ្រើសរើសផ្លូវណាពេលវេលាកំពុងកន្លងផុតទៅយ៉ាងលឿនទឹកដីក្រូតគ្រើមនេះគឺជាទីស្នាក់នៅថ្មីរបស់គេហើយដកដង្ហើមចុងក្រោយក្រោមពន្លឺថ្ងៃលិចដ៏ក្តៅគប់ទឹកមុខរបស់គេពោពេញទៅដោយការតាំងចិត្តយ៉ាងខ្លាំងទឹកមុខរបស់គាត់ពោពេញទៅដោយការគិតពិចារណាយ៉ាងជ្រាលជ្រៅការដកដង្ហើមធំយ៉ាងខ្លាំងក្លានៅក្នុងទីងឹតនោះព្រោះតែកម្លាំងខ្លាំងក្លាទាំងនោះទើបធ្វើឲ្យគាត់បាក់កម្លាំងបែបនេះរូបរាងដ៏កាចសាហាវរបស់គាត់បង្ហាញពីការតាំងចិត្តដ៏មុតមមដៃដែលរំបងរំនោះបង្ហាញពីការតស៊ូដ៏ធ្ងន់ធ្ងរទឹកមុខដែលពោពេញដោយការគិតយ៉ាងជ្រាលជ្រៅកម្លាំងសន្ធោសន្ធៅកំពុងផ្ទុះឡើងភាពអាក្រក់និងកំហឹងកំពុងពុះកញ្ជ្រោលជាមួយអត្តសញ្ញាណដ៏ខ្លាំងក្លាភ្នែកបិទជិតតែការប្រយុទ្ធនៅតែបន្តដៃក្មេងប្រុសនោះសម្លឹងមើលទៅមុខដោយចិត្តរឹងមាំក្រោមផ្ទៃមេឃពណ៌ទឹកក្រូចជើងសំឡេងមួយលាន់ញើហាក់បីដូចជាកម្លាំងដ៏អស្ចារ្យមួយបានលេចចេញមកភ្នែកទាំងគូពោពេញដោយពន្លឺដ៏កាចសាហាវការបាត់បង់ការមើលឃើញធ្វើឲ្យស្មារតីរបស់ខ្ញុំផ្ទុះឡើងភ្នែកខ្មៅងឹតគឺជាការចាប់ផ្ដើមនៃភាពងឹតទាំងស្រុងទឹកមុខស្លេកស្លាំងរូបរាងស្រពោចស្រងើយផ្លូវរបស់សត្វសាហាវនោះតើវាជាអ្វីទៅភ្នែកដ៏ធំពោពេញទៅដោយការភ័យខ្លាចនិងទឹកភ្នែកមួយដំណក់ស្រក់ចុះពន្លឺភ្លឺចិញ្ចាចពីអង្ការលាក់កំបាំងនោះធម្មពលដ៏សន្ធោសន្ធៅនេះបញ្ចេញនៅរូបសត្វព្រៃដ៏កាចសាហាវស្នាមញញឹមដ៏មុតស្រួចរបស់គ្រូទិដ្ឋភាពដ៏ខ្នាត់ខ្នងនៃមេនិងសិស្សក្រោមពន្លឺដ៏អស្ចារ្យខ្ញុំនឹងក្លាយជាសំឡេងក្រហមមួយបន្លឺឡើងបង្ហាញពីការចាប់ផ្ដើមនៃសេចក្តីស្លាប់ភ្នែករបស់ខ្ញុំតើមានអ្វីកើតឡើងចំពោះការមើលឃើញលោកសាវូបានប្រកាសខ្លួនជាគ្រូហើយដាក់សម្ពាធលើសិស្សថ្មីភ្លាមនៅទីនេះសិល្បៈក្បាច់គុនរាប់មិនអស់ប្រជែងគ្នាដើម្បីក្លាយជាសិល្បៈក្បាច់គុនខ្ពស់បំផុតគ្រូបានបិទភ្នែកខ្ញុំដោយបច្ចេកទេសសម្ងាត់ដង្ហើមងៀតភ្នែកបើកចំហទាំងព្រឺព្រួចការវាយប្រហារដ៏លឿនរហ័សនោះបានធ្វើឲ្យគាត់ត្រូវរងរបួសភ្លាមការឈឺចាប់នេះជារឿងធម្មតាទេក្រោមផ្ទៃមេឃពោពេញដោយផ្កាយភាពស្ងប់ស្ងាត់ពេលយប់ត្រូវបំបែកដោយសូរស័ព្ទកញ្ចាស់តើការបិទភ្នែកនេះគ្រាន់តែជាការសាកល្បងដំបូងទេប៉ុន្តែក្មេងនេះកំពុងធ្វើចលនាយ៉ាងប្រញាប់ប្រញាល់វីតូនឹងសត្រូវក្នុងចិត្តគ្រាន់តែមួយវិនាទីភ្នែកក៏បាត់បង់អស់ទៅហើយកម្លាំងដ៏អស្ចារ្យបានផ្ទុះចេញពីរាងកាយដែលទប់ជាប់នោះគាត់សម្របខ្លួនលឿនហួសពីការរំពឹងទុកកម្លាំងសង្កត់សង្កិនដ៏គួរឲ្យខ្លាចកំពុងផ្ទុះឡើងការវាយប្រហារដ៏ខ្លាំងក្លានោះហាក់ដូចជាមានថាមពលរន្ទះបាញ់ពន្លឺចាំងភ្លេកមួយរំពេចគ្រូបានដោះលែងថាមពលដ៏អស្ចារ្យមួយហើយភ្លៀងធ្លាក់ដូចទឹកភ្នែកតែគាត់នៅតែស៊ូដាវបាញ់ចេញគ្មានសំឡេងភ្លៀងធ្លាក់បន្តិចម្ដងភ្នែកគាត់បើកធំសម្លឹងទៅមុខដៃនេះកាន់ដាវយ៉ាងរឹងមាំក្រោមដំណក់ទឹកភ្លៀងដ៏ត្រជាក់ភ្លៀងធ្លាក់ភ្នែកស្លុតទឹកភ្នែកហូររូបភាពដ៏ឈឺចាប់នេះគ្រូបានដាក់សម្ពាធមកលើខ្ញុំជាមួយនឹងដាវមួយដែលខ្ញុំមើលមិនឃើញស្ទើរតែ1 ម៉ោងគាត់នៅតែមិនអាចសម្របខ្លួនបានទឹកភ្នែករលីងរលោងក្រោមការឈឺចាប់ដ៏ជូរចត់តោះបន្តទៅមុខទៀតដាវនោះបានបាញ់មកហាក់ដូចជាខ្យល់កន្ត្រាក់ទេខ្ញុំមើលឃើញវាដាវនោះបន្ទាប់មកទៀតចាប់ផ្ដើមរាំជាមួយនឹងដាវការប៉ះទង្គិចគ្នាដ៏អស្ចារ្យកម្លាំងដ៏ខ្លាំងក្លាមួយបានបុកគ្នាកម្លាំងបុកដ៏ខ្លាំងក្លារបស់ដាវត្រូវទប់ទល់ទឹកភ្នែកពោពេញដោយការឈឺចាប់និងការតាំងចិត្តដ៏ខ្លាំងក្លាតើនេះជាការរារាំងដាវយ៉ាងម៉េចទៅត្រឹម3ថ្ងៃសោះឬខាំកម្លាំងផ្ទុះដ៏ខ្លាំងក្លានោះបានវាយប្រហារពេញមួយទំហឹងឈាមស្រក់លើមុខសិស្សថ្មីហត់នឿយតែនៅតែស៊ូឈាមហូរ
ភ្នែកបើកទូលាយពេលនេះគឺការរស់រានទឹកនិទានឋានសួគ៌ក៏ដែលទូលបង្គំបានថែរក្សាពេញមួយជីវិតមិនឥតប្រយោជន៍ឡើយអស់បន្សាបរបួសនិងពន្លឺពណ៌បៃតងដែលកំពុងផ្ទុះចេញមកភ្នែករបស់គាត់ឆ្លុះបញ្ចាំងពីវត្ថុមួយនេះជាសញ្ញាដំបូងនៃការផ្លាស់ប្ដូរស្នាមញឹមបង្ហូរឈាមនោះពោពេញដោយសេចក្តីឆ្កួតហើយកម្លាំងផ្ទុះឡើងខ្យល់គំហឹងបក់បោកជោគជ័យនៃការវាយប្រហារបានផ្ទុះឡើងស្នាមញឹមដ៏គួរឲ្យខ្លាចមួយលេចចេញមកជាមួយនឹងពន្លឺពណ៌បៃតងចម្លែករន្ទះដាវពណ៌ខៀវបាញ់ចេញយ៉ាងខ្លាំងមិនទាន់ទេថាមពលខ្មៅកំពុងផ្ទុះឡើងភ្នែកដែលឃ្លាតឆ្ងាយពីគ្នាឆ្លុះបញ្ចាំងនៅការតស៊ូដ៏ខ្លាំងក្លាកម្លាំងវាយលុកដ៏មុតស្រួចផ្ទុះចេញដូចខ្យល់ព្យុះផ្ទុះសំណើចពេញដោយកម្លាំងនេះជាសម្លេងរបស់បុរសដែលមានអំណាចដាវនេះតើខ្ញុំគួរចាប់ផ្ដើមពីកន្លែងណាឱកាសក្លាយជាសិស្សសាលាធំនេះពិតមែនឬទោះជាយ៉ាងណាខ្ញុំត្រូវពិចារណាឲ្យបានល្អិតល្អន់ទេពកោសល្យដ៏អស្ចារ្យដែលសម្លាប់ជីតាចាប់ផ្ដើមបង្ហាញខ្លួនហើយមុខដែលរងរបួសភ្នែកដែលពោពេញដោយការតាំងចិត្តយ៉ាងមុតមមបុរសចំណាស់ម្នាក់នេះមិនគួរមានវត្តមាននៅទីនេះទេសូម្បីតែអធិរាជដ៏ខ្ពង់ខ្ពស់បំផុតក៏មិនអាចរៀនបានច្រើននោះដែរថាមពលខ្លាំងក្លាទាំងនេះគេហាក់ដូចជាកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងក្លាការគោរពដោយអាកប្បកិរិយាដ៏ទន់ទាបបំផុតចំពោះបងប្អូនរួមវិថីភ្នែកគាត់ពិតជាធ្ងន់ធ្ងរមែនការដកដង្ហើមធំដោយការឈឺចាប់យោពមការសម្រេចចិត្តនេះហាក់ដូចជាចុងក្រោយហើយតក់ស្លុតដៃរបស់នាងកាន់ដាវយ៉ាងតឹងពេលឃើញអ្វីដែលនៅចំពោះមុខកម្លាំងដ៏អស្ចារ្យនេះហាក់ដូចជាគ្មានដែនកំណត់កម្លាំងដាវដ៏មុតស្រួចមួយបានផ្ទុះឡើងកាត់ផ្ដាច់គ្រប់ទិសទីស្នាមសាក់ដ៏អាតកំបាំងលើខ្នងគាត់បញ្ចេញពន្លឺបន្តិចបន្តួចរាល់កល្បិចដាវដែលគាត់ធ្លាប់ប្រើមកលើខ្ញុំទម្រង់ដំបូងនៃផ្លូវលំពឹងការថ្លែងអំណរគុណបែបនេះមិនចាំបាច់ទេអស់បណ្ដាលឲ្យមានថាមពលខ្លាំងក្លានោះស្ថិតនៅក្នុងដៃរបស់ខ្ញុំហើយមុខស្លេកស្លាំងនេះហាក់បង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះពាក្យសម្ដីដែលបានឬពិតមែនទឹកមុខនឿយហត់វិលត្រឡប់ទៅការប្រយុទ្ធដ៏អាក្រក់នោះវិញខ្ញុំនឹងធ្វើក្រោមផ្ទៃមេឃធំទូលាយភ្នំខ្ពស់បង្ហាញខ្លួននៅចំពោះមុខទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំខ្ពស់ត្រដាងក្រោមផ្ទៃមេឃដ៏ធំធេងទិដ្ឋភាពព្រៃស្រោងលម្អដោយពន្លឺថ្ងៃរះអារម្មណ៍នេះខ្លាំងពេកហួសពីការគិតទាំងអស់តើអ្វីទៅជាការគិតដែលកំពុងវិលវល់ក្នុងចិត្តរបស់គេម្ល៉េះខ្យល់បក់ខ្លាំងខ្លួនខ្ញុំហាក់ដូចជាបាត់បង់កម្លាំងភ្លាមពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចាចហាក់ដូចជាកំពុងហូរចុះមកជាមួយធូលីមាសនៅកណ្ដាលព្រៃស្ងាត់ខ្លួនគាត់តែម្នាក់ឯងលេចធ្លោឡើងវិញតើនេះជាអ្វីភ្នែកនាងបើកធំប្រងពេលអានកំណត់ត្រានោះគាត់កំពុងគិតយ៉ាងស៊ីជម្រៅមិនដឹងថាគួរសម្រេចចិត្តបែបណាសំឡេងស្រួយស្រទន់នេះតើមានន័យអ្វីអធិរាជបិសាចពី700ឆ្នាំមុនអំណាចដែលគ្មានគូប្រៀបអធិរាជដាវហ៊ូវូជុកហ្វាអ៊ុនទីស៊ូកូនៃដាវទីនេះគឺជាកន្លែងដែលការហ្វឹកហ្វឺនដ៏ខ្លាំងក្លានឹងចាប់ផ្ដើមនៅចំពោះមុខទ្វារដ៏ធំសម្បើមនេះតើនាងកំពុងគិតអ្វីតើបុរសម្នាក់នេះមានប្រតិកម្មបែបណានៅចំពោះមុខខ្ញុំតើខ្ញុំត្រូវធ្វើអ្វីជាមួយនឹងអ្វីដែលអ្នកកំពុងនិយាយនេះការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីមេត្តាដែលទទួលបានការគោរពចំពោះអ្នកមានគុណគឺជាវិន័យដំបូងបង្អស់ទីនេះពិតជាដូចព្រះរាជវាំងដ៏អស្ចារ្យឋានៈតូចធំត្រូវបានកំណត់តាមរយៈកម្រិតនៃការបណ្ដុះបណ្ដាលពួកគេដើរចូលទៅក្នុងរោងហ្វឹកហាត់ថ្មីក្រោមការរងចាំរបស់ម្ចាស់ទីនេះបុរសម្នាក់នេះគាត់ជាមេក្បាច់គុណមកពីនិកាយដាវហ៊ូវូគ្មានជំរឿផ្សេងទេអ្វីដែលត្រូវធ្វើគឺត្រូវទទួលយកភាពតក់ស្លុតខ្លាំងក្លាបានចាប់បណ្ដាលឲ្យគេងាកមើលយ៉ាងភ្ញាក់ផ្អើលតើខ្ញុំត្រូវធ្វើអ្វីជាមួយគាត់និយាយអ្វីភ្ញៀវម្នាក់មកដល់នៅពេលនេះតើអ្នកណាអាចជាសំឡេងជំហានដ៏ធ្ងន់មួយគំរាមកំហែងភាពតានតឹងកាន់តែកើនឡើងខ្យល់កន្ត្រាក់ខ្លាំងក្លាថាមពលបានផ្ទុះឡើងគាត់បង្ហាញរូបមន្តសម្ងាត់ជាមួយនឹងស្នាមញឹមដ៏ប៉ិនប្រសប់ភ្នែករបស់នាងបើកធំប្រលឹងរន្ធត់ចំពោះអ្វីដែលបានឃើញ
តើអ្នកពិតជាចង់រៀនក្បាច់គុនដាវរបស់និកាយហ៊ូអូមែនទេតើនេះជាអ្វីខ្ញុំទើបតែចាប់ផ្ដើមរៀនបច្ចេកទេសរបស់វិមានឡាំងយ៉ាទេតើសិល្បៈផ្លូវបិសាចថាមពលនេះហាក់ដូចជាមិនអាចគ្រប់គ្រងបានពិតមែនការបង្រៀនតាំងពីដើមដល់ចប់ហាក់ដូចជាការទទួលស្គាល់ពីសមត្ថភាពពិសេសរបស់គេប្រវត្តិបានកត់ត្រាថាអ្នកជាអ្នកប្រាជ្ញម្នាក់គាត់ហាក់ដូចជាវិលមុខក្រោយការបង្រៀនដ៏ខ្លីនោះចំណេះដឹងនៃការរស់នៅក្នុងឡាអង្គនោះបើគេចាប់ផ្ដើមពីគ្មានអ្វីសោះការណែនាំពិតប្រាកដនឹងនាំមកនៅអ្វីគ្រូបង្រៀនសង្កត់ធ្ងន់ពីការបន្ធូរសាច់ដុំទាំងអស់ដកសាច់ដុំឲ្យធូរហើយហូរហៀកដូចទឹកគ្រូបង្រៀនរូបនេះពិតជាមានចិត្តអត់ធ្មត់ណាស់ការហ្វាយនេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែនសិស្សច្បងឃើញថាខ្ញុំស្ទាត់ជំនាញលឿនពេកហើយមួយរំពេចនោះការវាយដកដង្ហើមដ៏មុតស្រួចការរៀនសូត្រលឿនរហ័សបែបនេះតើវាពិតជាមែនឬស្នាមញឹមប្លែកនោះលាក់បាំងអ្វីខ្លះការតាំងចិត្តដ៏មុតមមរបស់យុវជនបានផ្លាស់ប្ដូរទម្រង់ដាវកម្លាំងសាហាវបានផ្ទុះចេញពីចលនាកំពុងវិលវល់នោះដោយការគិតមែនបុគ្គលនេះពិតជាគ្រូបង្រៀនម្នាក់ឈរចាំមើលសិស្សដែលមានចិត្តតម្បាញអាក្រក់គាត់បានបង្ហាញយ៉ាងល្អនៅទម្រង់ដាវទាំងអស់សិស្សច្បងលោកជុងអ៊ុនហ្វាងតួនាទីនៃការប្រឡងបានមកដល់ហើយសំឡេងកក្លឹកក្រហមពេញផ្ទៃអំណាចសម្ដែងចេញជាកាយវិការពណ៌ក្រហមភ្នែកនោះពោពេញដោយចំណង់ចំណូលចិត្តមួយមិនអាចបំភ្លេចបានឡើយតើនេះជាផ្លូវ13ហ៊ូវូផ្លូវទី1កម្លាំងកាត់ផ្ដាច់រហូតដល់ទៅហ៊ូវូ13ទម្រង់ទឹកមុខរបស់គេភ្ញាក់ក្រាលហាក់ដូចជាបានឃើញអ្វីមួយដែលមិននឹកស្មានដល់រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះជាទម្រង់ដាវហ៊ូអ៊ូទី13មែនឬចលនាដ៏ទន់ភ្លន់តែបែរជាមុតស្រួយយ៉ាងខ្លាំងកាយវិការដាវរបស់ក្មេងនេះគឺក្តៅគប់អំណាចនៃការសម្លាប់ដ៏ខ្លាំងក្លាបានផ្ទុះចេញពីដាវរបស់គេការបង្វិលផ្លូវនេះដូចជាផ្ទុកនៅឆន្ទៈសម្លាប់ដ៏មុតស្រួយភ្នែកគំរាមកំហែងទាំងគូនេះពោពេញដោយការតាំងចិត្តដ៏មុតមមរូបភាពបំផន់នៃការវាយលុកលេចឡើងនៅចំពោះមុខគាត់តែជាបារមីបញ្ចេញពន្លឺចែងចាំងដូចផ្កាយដុះកណ្ដាលសកលលោកគ្រូបង្កប់ខ្លួនឈរចាំមើលការបដិញ្ញាចិត្តរបស់សិស្សគាត់ចាប់បាននៅតាណានៃដាវនោះភ្លាមពេលដែលខ្ញុំពន្យល់ភ្នែកក្រហមភ្លឺឆេះដូចជាអណ្ដាតភ្លើងសម្លាប់ដាវបានបាញ់ចេញមកថាមពលបង្ហូរឈាមហូរចូលក្នុងខ្យល់កំហឹងដ៏ឃោរឃៅនេះអញត្រូវតែសងសឹកចំពោះជីតារបស់អញរន្ធត់កម្លាំងឃាតកម្មបានផ្ទុះចេញហើយតើនេះជាទម្រង់13របស់ហ៊ូវូថាមពលកាចសាហាវនេះដាវបានលេចចេញនៅឆន្ទៈសម្លាប់យ៉ាងខ្លាំងរំញ័រខ្លាំងថាមពលឈាមដ៏សាហាវមួយកំពុងផ្ទុះឡើងកម្លាំងសាហាវទាំងអស់ត្រូវលះបង់ចេញមកការតស៊ូយ៉ាងខ្លាំងក្លាកម្លាំងទាំងអស់ត្រូវបញ្ចេញដាវបានបញ្ចេញនៅថាមពលមួយកម្លាំងសាហាវនៃការដកដាវរបស់គេពិតជាគួរឲ្យខ្លាចការវាយលុកចុងក្រោយគឺកម្លាំងបុកខ្លាំងឥតឈប់ឈរកម្លាំងគុំដ៏ខ្លាំងក្លាបានហូរចេញពីចុងដាវកម្លាំងសាហាវនោះបានផ្ទុះឡើងដូចជាអណ្ដាតភ្លើងពណ៌ក្រហមដ៏កាចសាហាវកម្លាំងសាហាវនោះផ្ទុះឡើងឈាមក្រហមរំលេចឡើងភ្លើងកំហឹងពណ៌ក្រហមឆេះឆួលគំរាមកំហែងពិភពលោកស្នាមប្រឡាក់លើកម្រាលឈើបន្សល់ទុកនៅចំណុចតូចដកដង្ហើមបេះដូងលោតខ្លាំងភាពតក់ស្លុតបានបាត់បង់អស់ហើយការចាប់កាន់ដាវយ៉ាងរឹងមាំភាពតានតឹងនៃការប្រយុទ្ធនៅទីនេះនៅទីបំផុតភាពច្របូកច្របល់នេះនឹងបញ្ចប់ទៅដោយរបៀបណាការបង្រៀនរបស់គ្រូថ្មីហាក់ដូចជាពិបាកនឹងទទួលយកសម្រាប់សិស្សដែលទើបតែចាប់ផ្ដើមភ្លាមនោះគាត់បានចាប់ផ្ដើមបង្ហាញក្បាច់ដាវហ៊ូវូ13ដាវត្រូវបានលើកឡើងសំឡេងគូបណ្ដាលបង្ហាញពីការចាប់ផ្ដើមបាតដៃរឹតក្តាប់ដាវហាក់ដូចជាកំពុងលាន់នៅពន្លឺនៃសេចក្តីសម្រេចចិត្តគ្រូបានបញ្ជូនដាវទៅឲ្យសិស្សវិញដោយផ្ដើមការបង្រៀនតាំងពីមូលដ្ឋានគ្រឹះគាត់គិតយ៉ាងស៊ីជម្រៅទៅលើវិបាកនៃកម្លាំងសម្លាប់នៅក្នុងដាវរបស់ខ្លួនការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូស្នាមញឹមដ៏អាថ៌កំបាំងនោះតើគាត់កំពុងគិតអ្វីនៅក្នុងចិត្តភ្នែកគាត់ភ្លឺឡើងដោយកម្លាំងអាថ៌កំបាំងមួយទឹកភ្នែកតក់មួយភាពភ័យខ្លាចលីលំការរំពឹង
គាត់ក៏ចាប់ផ្ដើមរៀបចំកាយសម្ទាត្រៀមទទួលការសាកល្បងព្រោះតែទេពកោសល្យដ៏អស្ចារ្យនេះទីបំផុតគាត់បានមកដល់ទ្វារបន្ទប់រៀនជាន់កណ្ដាលហើយកម្លាំងទាំងមូលរលាស់ចេញមកទ្វារបានបើកជំហានថ្មីមួយកំពុងរង់ចាំនៅខាងមុខស្នាមញឹមចម្លែកមួយបានលេចឡើងលើផ្ទៃមុខរបស់គាត់ខ្ញុំមិនស្គាល់អ្នកទេតែមានរឿងត្រូវប្រាប់គ្រូបង្វឹកមើលទៅហាក់ដូចជាពុំជឿអ្វីដែលខ្លួនបានឃើញទ្វារនៃថ្នាក់កណ្ដាលបើកចំហនៅចំពោះមុខគេឈរនៅទីនេះត្រៀមខ្លួនរួចរាល់សម្រាប់សមរភូមិការបង្ហាញខ្លួនរបស់បុរសអាថ៌កំបាំងនោះបានធ្វើឲ្យអ្នកគ្រប់គ្នាក្នុងបន្ទប់មានការភ្ញាក់ផ្អើលទឹកមុខដ៏តឹងតែងមិនជឿលើអ្វីដែលខ្លួនបាននៅឡើយតាំងចិត្តរួចហើយត្រៀមខ្លួនសម្រាប់ការសាកល្បងទឹកមុខរបស់គាត់ពោពេញដោយការមើលងាយអ្នកប្រាជ្ញទាំងឡាយកំពុងរង់ចាំមើលថាតើយុវជនថ្មីនេះនឹងបង្ហាញសមត្ថភាពយ៉ាងណាភ្លើងកូលានដាវភាពវីលុកដ៏កាចសាហាវបានផ្ទុះឡើងតើវាពិតជាអាចទៅរួចទេដែលក្មេងនេះបានរៀនដាវមែនពួកគេអង្គុយចុះក្នុងភាពស្ងប់ស្ងាត់រង់ចាំការវិនិច្ឆ័យស្នាមញឹមគួរឲ្យខ្លាចលេចឡើងគំរាមកំហែងដល់អ្នកដែលនៅពីក្រោយស្នាមញឹមបង្កប់ល្បិចនោះហាក់បង្ហាញការមើលងាយខ្លាំងក្លាទឹកមុខដែលពេញដោយការមើលងាយភ្លៀងភ្លើងគាត់ហាក់ដូចជាកំពុងខឹងសម្បាស្នាមញឹមចម្លែកលេចឡើងគេកំពុងគិតអ្វីខ្លះក្នុងចិត្តតើឯងនិយាយថាម៉េចនេះការប្រឈមមុខដាក់គ្នាត្រូវបានចាប់ផ្ដើមឡើងដោយគ្មានការស្ទាក់ស្ទើរគាត់ហត់ខ្លាំងតែបែរជាប្រាជ្ញាចិត្តយ៉ាងមុតមមទោះបីជាដួលចុះក្រោមក៏គេនៅតែហ៊ានបង្ហាញកម្លាំងរបស់ខ្លួនតើអ្នកគិតយ៉ាងម៉េចដែរចំពោះការប្រឈមមុខគ្នាជាមួយក្មេងទើបចេញពីសាលារៀនថ្នាក់ដំបូងគ្រូហ្វឹកហាត់កម្រិតខ្ពស់កំពុងរង់ចាំមើលការប្រកួតដំបូងនេះភាពកាចសាហាវបានលេចចេញមកដៃកាន់ដាវកាន់ជាប់យ៉ាងក្នុងការរៀបចំវីប្រហារតួអង្គផ្ទុយគ្នាកំពុងបុកគ្នានេះជាការប៉ះទង្គិចគ្នាដ៏កាចសាហាវភ្លើងរន្ទះដាវបានផ្ទុះឡើងល្បឿនដ៏អស្ចារ្យបុកចំទិះដាវអស្ចារ្យគេវីប្រហារដោយប្រើកម្លាំងពេញទំហឹងគ្រោះថ្នាក់កាំបិតទាំងពីរត្រូវប៉ះទង្គិចគ្នាអារម្មណ៍ចម្លែកមួយកំពុងបញ្ជូនមកដល់ចុងម្រាមដៃរបស់គាត់មុខជេររបស់គាត់ពោពេញដោយការមើលងាយពេលដែលគាត់ស្ទុះចេញទៅរន្ទះបាញ់គឺជាកលល្បិចដាវដ៏លឿនបំផុតរន្ទះផ្គររបស់ដាវភ្លើងបានបុកទ្វេដងតើនេះជាអ្វីទៅរំភើបគាត់កំពុងបោះខ្លួនទៅមុខយ៉ាងខ្លាំងពន្លឺមាសរន្ទះបាញ់ចុះមកបង្ហាញពីអំណាចដ៏អស្ចារ្យសិស្សថ្មីគេមើលងាយខ្ញុំខ្លាំងណាស់ពន្លឺពណ៌មាសស្មីឆាប់ឆន់ភ្នែកទាំងគូសម្លឹងចំពួកគេគឺបតាដ៏អស្ចារ្យស្នាមជ្រួញលើថ្ងាសបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅជំហានរហ័សរន្ទះផ្ទុះចេញពីបាតជើងការប្រកួតបានចាប់ផ្ដើមឡើងហើយតើបុរសដែលមើលស្រាលនេះនឹងត្រូវរៀនពីការលំបាកប៉ុណ្ណាភ្នែករបស់គាត់បង្ហាញពីការតាំងចិត្តដ៏មុតមមការផ្ដោតអារម្មណ៍ដ៏មុតមមដូចជាសត្វមុំសាសីកំពុងបាញ់ចំគោដាវភ្លើងរន្ទះបាញ់កម្លាំងវីលុកលឿនដូចខ្យល់ព្យុះនោះហើយក្បាច់គុណលំពេងភ្លើងគាត់បដិសេធយ៉ាងក្រអឺតហើយដកដាវចេញភ្នែកក្រហមនោះពោពេញទៅដោយការភ្ញាក់ផ្អើលនិងការសង្ស័យគាត់ជឿថាការប្រកួតនេះនឹងបញ្ចប់ដោយការស្លាប់របស់ក្មេងនោះអត់ទេកម្លាំងភ្លើងដ៏គួរឲ្យខ្លាចនេះតើនេះជាអ្វីទៅភ្នែកទាំងឡាយបើកទូលាយការវិនិច្ឆ័យរបស់លោកគ្រូជាអ្វីដែលសំខាន់បំផុតនៅពេលនេះនៅចំពោះមុខគូប្រជែងដ៏អាប់អួរភ្នែករបស់គាត់បញ្ចេញពន្លឺត្រជាក់កំហឹងផ្ទុះឡើងនេះគឺជាបច្ចេកទេសដាវអសូរារន្ទះកាប់កម្លាំងបុកឈាមផ្ទុះឡើងទឹកមុខដ៏តឹងតែងរបស់គាត់ហាក់ដូចជាកំពុងវិនិច្ឆ័យអ្វីមួយផ្លែបរលកថាមពលដ៏ខ្លាំងក្លាចេញមកពីចលនានោះអេនេះហើយកណ្ដាប់ដៃផ្គរលាន់ភ្លើងរឿងនេះហួសពីការរំពឹងទុកភ្លើងកំហឹងឆេះឆ្អិនជ្រមុជចូលទៅក្នុងព្យុះឈាមដាវរន្ទះភ្លៀងនេះតម្រូវឲ្យមានចលនារហ័សផ្ទុះឡើងភាពអស្ចារ្យនៃកណ្ដាប់ដៃរន្ទះបាញ់ពួកគេទាំងភ្នែកបើកធំភ្ញាក់ផ្អើលនឹងការប្រកួតដែលមិននឹកស្មានដល់នេះភ្នែករបស់គាត់ពោពេញទៅដោយការភ្ញាក់ផ្អើលនិងការសង្ស័យក្បាច់ទី13
ជំនាញអមតៈឥតកិននីឈាមហូរចេញពីមាត់នេះជាទីបញ្ចប់ពិតមែនឬការប៉ះទង្គិចគ្នាបានចាប់ផ្ដើមឡើងពួកគេទាំងអស់គ្នាសម្លឹងមើលដោយភ្នែកធំប្លែកចិត្តនឹងអ្វីដែលបានកើតឡើងឈាមខ្ទាតពេញដីតណ្ហាឈ្នះអស់ហើយភ្នែកបង្កប់ដោយអំណាចហាក់ដូចជាពិនិត្យមើលគ្រប់យ៉ាងគាត់កំពុងគិតតើក្មេងនេះពិតជាពូកែមែនទេគ្រូបានដួលរលំភ្នែកបិទជិតឈាមហូរចេញពីមាត់សិស្សថ្មីនោះហាក់ដូចជាជាប់គាំងក្នុងគ្រាដ៏ស្ទាក់ស្ទើរតើខ្ញុំត្រូវតែចាកចេញដូចគ្នាមើលទៅការបោកបញ្ឆោតនេះមិនបានផលឡើយគ្រប់ពាក្យបណ្ដឹងទាំងអស់ត្រូវតែបញ្ឈប់ត្រឹមនេះបណ្ដុំសិស្សពិតជាភ័យខ្លាចខ្លាំងណាស់ទីនេះគឺឋាននរកដែលមានជីវិតរស់ការវាយប្រហារមួយរំពេចដូចខ្យល់ព្យុះបោចហ្វូងភាពឈឺចាប់កើតមានឡើងដៃរបស់គាត់រមួលឈាមហូរអ្នកឯងត្រូវបណ្ដេញចេញភ្លាមតើគាត់កំពុងនិយាយអ្វីទឹកមុខគាត់ពិតជាភ្ញាក់ផ្អើលមែនទែនពួកគេតក់ស្លុតនឹងការបណ្ដេញចេញដ៏គួរឲ្យអាម៉ាស់នេះតើអាចទៅរួចដោយរបៀបណាដែលគាត់បានស្ទាត់ជំនាញដាវនេះក្នុងពេលខ្លីម្ល៉េះពួកគេទាំងនោះគ្រាន់តែជាសិស្សដែលបរាជ័យការវាយលុកនេះពិតជាមានកម្លាំងខ្លាំងបេះដូងតឹងណែនគឺដោយសារតែការសងសឹកការប្រឈមមុខគ្នាមួយទៀតកើតឡើងនៅចំពោះមុខគ្រូគាត់យល់ច្បាស់ពីខ្លឹមសារនៃ Whobiocrodile ឬតើគាត់កំពុងនិយាយអ្វីខ្លះទឹកមុខរន្ធត់បែបនេះភ្នែកដ៏អាប់អួរនេះតើគេកំពុងគិតអ្វីតើអ្នកគ្រាន់តែរៀនបានប៉ុណ្ណឹងហើយហ៊ាននិយាយថាខ្លួនឯងមិនទាន់រៀនអ្វីមែនឬ4ថ្ងៃក្រោយមកកម្រិតនៃការតស៊ូនិងការគិតម៉ៃរបស់ក្មេងនេះពិតជាអស្ចារ្យណាស់ស្នាមរបួសក្រោមភ្នែកគឺជាភស្តុតាងនៃសេចក្តីឈឺចាប់ដ៏ជ្រាលជ្រៅគ្រូបង្វឹកក៏ធ្លាប់មានដាវសម្លាប់ដែរតើអ្នកកំពុងប្រាប់ខ្ញុំថាអ្នកបានស្ទាត់ជំនាញដាវសត្វនេះក្នុងរយៈពេលត្រឹមកន្លះខែមែនឬគ្រូបានត្រឹមតែដកដង្ហើមធ្ងន់មួយភ្លែតសំឡេងស្រែកគំរាមកំហែងមួយរំពេចលេចចេញពីទីងឹតស្នាមញឹមដ៏កាចសាហាវនោះបានលាក់ខ្លួននៅក្នុងស្រមោលល្ងឹតក្មេងនេះ4ថ្ងៃនៃការបង្រៀនក៏មិនអាចបណ្ដុះមូលដ្ឋានគ្រឹះដាវបានសោះកម្លាំងដាវដែលផ្ទុះឡើងនេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែនកម្លាំងទាំងមូលឈាមហូរចេញគាត់លះបង់គ្រប់យ៉ាងស្នាមញឹមដ៏អាក្រក់នោះពោពេញដោយការប្រាជ្ញាចិត្តដ៏មុតមមកម្លាំងផ្គរលាន់ដ៏ខ្លាំងក្លាមួយផ្ទុះឡើងការប្រឹងប្រែងទាំងស្រុងក្នុងគ្រាដ៏លំបាកនេះតើអ្នកពិតជាបានប្រើបច្ចេកទេសសម្លាប់មែនឬការប្រកួតគ្រាន់តែជាការប្រឡងមួយទេកាយវិការនេះទាមទារឲ្យបង្វិលខ្លួនយ៉ាងលឿនទឹកមុខពោពេញដោយការសង្ស័យនិងមិនពេញចិត្តយ៉ាងខ្លាំងទឹកមុខដ៏នឿយហត់ភាពតក់ស្លុតនិងការឈឺចាប់លីលំគ្នាឈាមខ្ទេចខ្ទាដាវដ៏មុតស្រួចត្រូវលាបសុទ្ធតែឈាមការប៉ះចំចំណុចវៃថោនោះតើគេពិតជាមកពី Nangya Pavilion មែនទេការសរសើរដ៏គួរឲ្យសង្ស័យនេះធ្វើឲ្យគេរំខានចិត្តសមរភូមិបង្ហូរឈាមនេះគឺជារូបភាពនៃអតីតកាលហើយបច្ចុប្បន្នអារម្មណ៍ស្លាប់ទាំងប៉ុន្មានកំពុងរំពាត់រូបគេវាលខ្សាច់ដែលបាក់បែកក្រោយការប្រយុទ្ធដ៏ខ្លាំងក្លាភ្នែកដ៏ជ្រៅទាំងនោះកំពុងសម្លឹងមើលអ្វីម្យ៉ាងស្រាប់តែមានរូបក្មេងម្នាក់លេចចេញមកទឹកមុខតឹងបង្ហាញពីការគិតដ៏ស៊ីជម្រៅភ្នែកនាងបើកធំព្រើរោមជាមួយនឹងភាពតក់ស្លុតអាកប្បកិរិយាដ៏ខូរខើនិងការប្រឹងប្រែងហួសហេតុរបស់ក្មេងនោះពិតជាគួរឲ្យភ្ញាក់ផ្អើលបុរសម្នាក់ក្នុងសម្លៀកបំពាក់ក្រហមឈររឹងមាំនៅទីនេះប៊ូអ៊ុនសូលឈ្មោះរបស់អ្នកត្រូវបានហៅតើគាត់ពិតជាបានធ្វើជាម្ចាស់ដាវសត្វនេះក្នុងរយៈពេលកន្លះខែមែនឬគ្រូបង្វឹកបានដឹងពីភាពតស៊ូមិនឈប់របស់ក្មេងម្នាក់នេះពិតជាគ្រោះថ្នាក់ដល់ជីវិតតើគាត់ពិតជាទទួលយកការបង្រៀននេះមែនឬទឹកមុខរបស់គេពោពេញទៅដោយការសង្ស័យដ៏ក្តៅគប់នៅចំពោះមុខអ្នកជំនាញទាំងនោះយុវជនម្នាក់ឈរតែងលោកគ្រូបញ្ជាយ៉ាងម៉ឺងម៉ាត់ថាចូលបោះបង់ចេតនាសម្លាប់នោះទៅតើខ្ញុំត្រូវចាកចេញដែរឬទេថាមពលបង្ហូរចេញពីដៃរបស់គាត់ហាក់ដូចជាផ្គរលាន់ភ្នែកមួយគូនេះពោពេញដោយការតាំងចិត្តដ៏មុតមមកណ្ដាប់ដៃរឹងមាំទាំងនេះកំពុងបញ្ចេញកម្លាំងយ៉ាងខ្លាំងអរគុណលោកគ្រូដែលបានបើកភ្នែកខ្ញុំមើលឃើញការពិតដ៏ឃោរឃៅនេះនៅក្រោមផ្ទៃមេឃដ៏ងឹតសាលាវិញ្ញាណបិសាចបានលេចឡើងតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាមានស្នាមញឹមបែបនេះ
ក្មេងប្រុសដែលមើលទៅស្គមស្គាំងម្នាក់នោះតើគាត់ជាអ្នកណាតែបន្ទាប់មកទៀតតើមានរឿងអ្វីកើតឡើងទឹកមុខស្លេកស្លាំងនេះភាពតក់ស្លុតនៃការបាត់បង់បានចាប់ផ្ដើមហើយតើមានអ្នកស្លាប់មែនឬអ្នកណាដែលស្លាប់ទៅហើយការឈឺចាប់ដ៏ខ្លាំងក្លានោះបានបន្សល់ទុកត្រឹមតែភាពទេស្អាតគ្រាប៉ះទេនេះគឺជាការចាប់ផ្ដើមនៃជីវិតថ្មីរបស់ខ្ញុំក្មេងតូចក្រឡេកមើលលោកតាទាំងភ្នែកបើកធំអ្វីទៅជាទឹកមុខរីករាយបែបនេះស្នាមញញឹមដ៏កក់ក្ដៅរបស់ជីតាកាលនោះស្នាមញញឹមចុងក្រោយរបស់លោកតាភាពត្រជាក់កំពុងឆក់យកជីវិតចាស់នេះបន្តិចម្ដងនៅកណ្ដាលយប់ដ៏ស្ងប់ស្ងាត់ក្រោមពន្លឺព្រះច័ន្ទព្រៃសីនេះលាក់បាំងនៅទុកសោកប៉ុណ្ណាសំឡេងនៃការដកដង្ហើមចុងក្រោយភាពស្ងប់ស្ងាត់នៃការលាគ្នានៅកណ្ដាលព្រឹកព្រលឹមនៅពេលអ៊ំស្លាប់គុំទទួលការងារជាអ្នកបូជាសពអេកឱកាសដ៏កម្រនេះពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តខ្លាំងណាស់ឈុតពិធីនឹងដាវនោះខ្ញុំពិតជាចង់បានណាស់ការលំបាកនេះត្រូវតែទ្រាំទ្ររហូតដល់ព្រះអាទិត្យរះមែនឬកម្លាំងចុងក្រោយដាវដែលលោកតាធ្លាប់បង្រៀនឥឡូវស្ថិតក្នុងដៃខ្ញុំហើយសំឡេងកតាក់ជាមួយបន្លឺឡើងហាក់ដូចជាការមកដល់របស់បុរសអាថ៌កំបាំងនេះបានធ្វើឲ្យអ្វីបែកខ្ញែកភ្នែកមួយគូនេះពោពេញដោយកំហឹងនិងការប្តេជ្ញាចិត្តយ៉ាងជ្រៅតើនេះជាការប្រឈមមុខចុងក្រោយរបស់ពួកគេមែនទេពន្លឺពណ៌ក្រហមឆ្អៅបន្លឺឡើងពីក្រោមផ្ទៃមេឃងងឹតរលកកម្លាំងពណ៌ក្រហមដ៏អាក្រក់បាញ់ចេញយ៉ាងខ្លាំងក្លាពន្លឺក្រហមឆ្អិនឆ្អៅផ្ទុះឡើងបំភ្លឺភាពងឹតបំណងមិនមែនរស់ទេគឺដើម្បីលួសកំហុសស្នាមញញឹមដ៏អាប់អួរនេះពិតជាមើលទៅដូចជាមនុស្សដែលស្គាល់ច្បាស់អំពីសេចក្តីស្លាប់បង្ខំចិត្តយល់ព្រមនេះជាការសម្រេចចិត្តចុងក្រោយទឹកមុខដ៏តឹងតែងនេះបង្ហាញពីការប្រឈមដ៏ធ្ងន់ធ្ងរសំឡេងរន្ធត់បន្លឺឡើងឱកាសនឹងដាវដែលជាក្តីប្រាថ្នាកំពុងបាត់បង់ទៅពិតជាកម្លាំងដែលមិនគួរមើលស្រាលពន្លឺព្រះអាទិត្យលេចធ្លីចុះមកលើកន្លែងស្ងប់ស្ងាត់ទីនេះមានតែការបែកបាក់និងភាពទេភ្នែកគាំងការឃើញគ្រោះថ្នាក់គ្រប់ដណ្ដប់ដោយភាពរន្ធត់សំឡេងលោតចុះលោតឡើងយ៉ាងលឿននៅកណ្ដាលព្រៃបិទបាំងភាពភ័យខ្លាចដ៏ខ្លាំងក្លាកំពុងគ្របដណ្ដប់លើមុខនាងតើនេះជាការស្លាប់របស់អ៊ំពូមែនដែរឬទឹកភ្នែកហូរស្រោចដំណក់ហាក់ដូចជាពាក្យលាគ្នាចុងក្រោយទឹកភ្នែកឈាមហូរថ្ងាសដែលបាក់បែកបង្ហាញពីទុក្ខវេទនាដ៏ធ្ងន់ធ្ងររបស់គាត់ការឈឺចាប់ដ៏សែនខ្លោចផ្សាអប់ក្រសោបបេះដូងដែលបែកបាក់អឺនសរបស់ខ្ញុំឈាមហូរស្រោចពេញមុខគាត់ទទួលយកទុក្ខលំបាកនេះទឹកភ្នែកហូរហៀមគ្រប់ដណ្ដប់លើទុក្ខសោកលាក់កំបាំងការបាត់បង់នេះបានដាស់សេចក្តីក្រោធដ៏ខ្មៅងឹតនៅក្នុងខ្លួនបើមិនដូច្នោះទេខ្ញុំនឹងតាមអ្នកទៅឈាមហូរស្រោចភ្នែកចាស់ភាពឈឺចាប់នេះសាហាវពេកហើយទឹកភ្នែកឈាមហូរស្រោចផ្ទៃមុខចុងក្រោយនៃជីវិតដ៏តក់ស្លុតទឹកភ្នែកហូរស្រក់ភាពឈឺចាប់នៅទ្រូងអប់ក្រសោបសាកសពលោកតាចុះទឹកភ្នែកហូរស្រោចមុខមាត់ស្លេកស្លាំងភាពឈឺចាប់បេះដូងទឹកភ្នែកដ៏ត្រជាក់ហូរស្រក់ចុះពីភ្នែកដែលពោពេញដោយភាពឈឺចាប់នេះគឺត្រជាក់ពេកលោកអើយហេតុអ្វីបានជាលោកដេកនៅទីនេះតែកែវភ្នែកក្រហមនោះពោពេញដោយកំហឹងទឹកភ្នែកនេះជានិមិត្តរូបនៃទុក្ខសោកជ្រាលជ្រៅកាំបិតកាត់ឡើងលើទាំងនោះបុកចំភ្នែកលើសពីនេះភ្នែកដែលស្លាប់ទៅហើយនោះពិតជាការវាយប្រហាររបស់ដាវបានបៀតបៀនចូលភ្នែកយ៉ាងឃោរឃៅកម្លាំងដ៏គួរឲ្យខ្លាចនោះគឺជាសិល្បៈដាវស្នាមរបួសជាច្រើននេះមិនមែនជាស្នាមរបស់សិល្បៈធម្មតាឡើយភ្នែកក្រហមឈឺចាប់សម្លឹងចុះក្រោមចំពីលើពន្លឺដ៏ក្តៅគុកនោះអត្ថបទគម្ពីរស៊ូក៏ដែលបិទបាំងអាថ៌កំបាំងនៃដែនរបស់ព្រះមួយតែមួយរូបភាពនៃបុគ្គលិកលិទ្ធនោះពិតជាគួរឲ្យខ្លាចខ្លាំងណាស់លោកយាយដែលធ្លាប់ជាក្តីសង្ឃឹមចុងក្រោយឥឡូវបានដេកលក់ទៅហើយខ្ញុំពិតជាជឿជាក់ថាខ្ញុំនឹងស្វែងរកពួកវាឲ្យឃើញដំណក់ទឹកភ្នែកចុងក្រោយបានធ្លាក់ចុះលើអក្សរចារឹកដ៏ពិសិដ្ឋនោះអ្នកណាដែលក្លាហានដល់ម្លេះហ៊ានបដិសេធតំណែងឧបប្រធានសាលាអារក្សតើអ្នកកំពុងគិតអ្វីជីតាសួរទាំងសម្លឹងមើលយ៉ាងជិតស្និទ្ធតើអ្នកណាជាអ្នកស្លាប់ហេតុអ្វីមានសភាពបែបនេះ
ឈាមហូរចេញពីបូមាត់ភ្នែកក្រហមរន្ទាដោយកំហឹងពួកគេភ័យខ្លាចនឹងអ្វីតើមានរឿងអ្វីកើតឡើងឈាមស្រក់លើឥដ្ឋជន់គឺជាការបង្ហាញដ៏ឃោរឃៅស្នាមមេដាយនេះគឺជារបស់ខ្ញុំត្រូវតែបង់ថ្លៃដោយឈាមអ្នកណាខ្លះដែលហ៊ានប្រឈមមុខនឹងអំណាចនេះការសម្រេចចិត្តនេះនឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកគោលដៅនោះនិកាយសុចរិតនិងនិកាយអបបានតាំងគ្នាប៉ុន្តែពួកសិស្សខាងសាសនាសុចរិតចង់ពង្រីកគម្លាតនោះឲ្យធំឡើងអគុតបិណ្ឌបែកបាក់កម្លាំងបិសាចក៏ត្រូវតែរៀបផែនការកន្លែងដ៏អស្ចារ្យនេះហាក់ដូចជាត្រូវបានត្រាំក្នុងពន្លឺដ៏ត្រចះត្រចះភ្នែកក្រហមគួរឲ្យខ្លាចនោះកំពុងសម្លឹងមើលយ៉ាងច្បាស់ត្រៀមខ្លួនរួចរាល់ហើយឬនៅភាពតានតឹងកំពុងកើនឡើងតើក្មេងស្រីម្នាក់នេះកំពុងគិតអ្វីនៅក្នុងចិត្តភ្នែកនេះតើមាននរណាម្នាក់ពាក់ព័ន្ធនឹងហុងស៊ូដែលបានសម្លាប់ឲ្យកខ្ញុំទេពន្លឺពណ៌មាសដ៏កាចសាហាវកំពុងតែបញ្ចេញចេញពីកណ្ដាប់ដៃនោះភ្នែកទាំងគូសម្លឹងរន្ធត់ដំណឹងនេះពិតជាហួសពីការស្មាននោះគឺជាគ្រូបង្ហាត់ជាន់ខ្ពស់ហេអុកឈុនភ្នែកបិសាចទាំងនោះពួកគេពិតជាភ័យស្លន់ស្លោតខ្លាំងណាស់យើងទាំងអស់គ្នាស្ថិតក្នុងផ្លូវអារក្សនេះពួកគេទាំងអស់រំភើបខ្លាំងពេលដឹងថាអាចក្លាយជាបេក្ខជនស្នងគ្រូបិសាចស្នាមជើងដ៏ខ្លាំងក្លាបង្ហាញពីការមកដល់នៃមេបនេះទឹកមុខភ័យស្លុតរបស់ពួកគេបង្ហាញពីការភ្ញាក់ផ្អើលខ្លាំងពេកឱកាសត្រូវបានបិទភាពឈឺចាប់នេះពួកវាព្យាយាមរារាំងខ្ញុំភ្នែកមួយគូជ្រៅដូចទីងឹតកំពុងសម្លឹងមើលយ៉ាងមុតមមការប្រកួតនេះតើចាំបាច់មែនឬបុរសម្នាក់ឈរយ៉ាងស្ងប់ស្ងាត់ក្នុងចំណោមហ្វូងមនុស្សទឹកមុខនាងបង្ហាញពីការបារម្ភយ៉ាងខ្លាំងទេបុរសម្នាក់នោះការចាប់កាន់ដ៏តឹងតែងគ្រាន់តែការឈឺចាប់ខ្លាំងប៉ុណ្ណោះទឹកមុខតឹងគិតគូរពីការសម្រេចចិត្តដ៏ធំធេងភ្នែកក្រហមឆេះនេះបញ្ចេញនៅចេតនាសម្លាប់ដ៏គួរឲ្យខ្លាចការមើលងាយរបស់គាត់ដូចជាសម្លេងក្មេងស្រីភ័យរន្ធត់ក្រោមការសម្លឹងមើលរបស់បុរសចំណាស់តែឱកាសនេះនៅតែមានការប្រកួតដំបូងបានឈានដល់ទីបញ្ចប់ហើយសង្គ្រាមនៃការបែកបាក់នេះពិតជាឃោរឃៅពេកហើយអធិការបតីជាន់ខ្ពស់ឈរយ៉ាងខ្ពស់ត្រដឹមលើវេទិកានោះគ្រូអាចារ្យចាស់ហាក់ដូចជាស្ងប់ស្ងាត់យ៉ាងជ្រៅបិសាចស្ថានវិញ្ញាណភ្លឺថ្លាបង្ហាញពីគ្រោងឆ្អឹងនិងសាច់ដុំទាំងមូលភ្នែកពណ៌មាសនោះបញ្ចេញរស្មីនៃធម្មពលទ្វារទី2បានបើកឡើងកម្លាំងមាសពោពេញដោយអំណាចសង្កត់សង្កិនគ្រប់ទិសទីសម្រែកដ៏រន្ធត់មួយបានបន្លឺឡើងនៅចំពោះមុខអគារដ៏អស្ចារ្យនោះចំណែកឯអ្នកដទៃត្រូវតែសម្លាប់គ្នាទៅវិញទៅមកដើម្បីរស់រានបិសាចបណ្ដាសិស្សត្រូវសម្លាប់គ្នារហូតដល់នៅសល់តែម្នាក់ប៉ុណ្ណោះភ្នែកពិតជាពោពេញដោយភាពតក់ស្លុតនិងការខឹងសម្បារកម្លាំងសង្កត់សង្កិននេះធ្វើឲ្យគាត់តក់ស្លុតខ្លាំងណាស់បើត្រូវសម្លាប់គ្នាតែក៏គ្មានផ្លូវរត់រួចដែរភ្នែកក្រហមនោះកំពុងសម្លឹងចំមើលភាពតក់ស្លុតត្រូវបានលាក់បាំងកណ្ដាប់ដៃនេះកំពុងក្តាប់អ្វីមួយយ៉ាងមាំកម្លាំងសាហាវបានផ្ទុះឡើងអាវុធមុតស្រួចលេចចេញមកគ្រោះថ្នាក់កាំបិតនោះរំលងក្បាលកម្លាំងនៃការចាប់កាន់ដ៏រឹងមាំការប៉ះទង្គិចខ្លាំងក្លាកម្លាំងទាំងមូលបានផ្ទុះចេញជាមួយនឹងការវាយប្រហារដ៏មុតស្រួចល្បឿនផ្លុំដាវដ៏មុតស្រួចកាត់ផ្ដាច់នៅជីវិតទឹកមុខដ៏ឃោរឃៅនេះគាត់ត្រៀមខ្លួនរួចហើយកំហឹងពុះកញ្ជ្រោលឈាមហូររហូតឈាមហូរយ៉ាងសន្ធោសន្ធៅភ្នែកបើកទូលាយបង្ហាញពីការភ័យខ្លាចភ្នែកបើកធំសម្លឹងមើលមេឃភាពឈឺចាប់ហួសថ្លែងនៅតែអាចគេចផុតពីឆ្អឹងតែបេះដូងវិញភាពភ័យខ្លាចបានធ្វើឲ្យមនុស្សល្ងីល្ងើបាត់បង់ហេតុផលទោះបីជាកម្លាំងកាយមានកម្រិតក៏គេនៅតែមើលឃើញថាអ្វីនៅទីនេះគឺសម្រាមភ្នែកបើកធំវិបដិសារីក្នុងកាលៈទេសៈដ៏អាក្រក់បំផុតការភ័យខ្លាចស្លាប់ចាប់ផ្ដើមពន្លឿនល្បឿននៃការដួលរលំរបស់ពួកគេគាត់ហាក់ដូចជាទន់ខ្សោយខ្លាំងណាស់មើលទៅគួរអាណោចបំផុតភ្នែកក្រហមបញ្ចេញកំហឹងព្រឹទ្ធាចារ្យរូបនេះកំពុងមើលដោយគំរាមកំហែងឈាមក្រហមខ្មៅហូរខ្ទាតខ្ទៀតសំឡេងស្រែកដង្ហើមចុងក្រោយភាពភ័យខ្លាចខ្លាំងក្លាបានបន្សល់ទុកស្នាមរន្ធត់នៅលើមុខរបស់គាត់ការភ័យខ្លាចស្លាប់ងាយនឹងធ្វើឲ្យដាក់វិជាពួកគេរលត់បង
ចំណេះដឹងដែលអ្នកមានអាចសម្លាប់អ្នកបានស្នាមញញឹមដ៏អាក្រក់ហាក់ដូចជាបានឃើញចុងក្រោយនៃការតស៊ូរបស់ពួកគេការប្រឈមមុខគ្នាដ៏គួរឲ្យភ័យខ្លាចតើអ្នកណាជាអ្នកឈ្នះនៅចំកណ្ដាលសមរភូមិបង្ហូរឈាមមនុស្សជាច្រើនបានដួលរលំភ្នែកដ៏ស្លេកស្លាំងនោះសម្លឹងមើលលទ្ធផលនៃសេចក្តីស្លាប់ពួកគេបានបាត់បង់ហេតុផលដោយសារតែការភ័យខ្លាចស្លាប់អារម្មណ៍ភ័យខ្លាចដ៏ធំធេងកំពុងគ្របដណ្ដប់ដៃដែលលិចក្នុងឈាមលាតចេញហាក់ដូចជាសុំជំនួយចុងក្រោយសាកសពនៅទីនេះគ្មានអ្នកណាម្នាក់រស់រានមានជីវិតឡើយឃើញស្នាមឈាមរត់លើសាច់នោះហើយឬការវាយប្រហារដ៏សាហាវហូរឈាមរហូតដល់បាត់បង់ស្មារតីតើមានអ្វីកើតឡើងនៅទីនេះហេតុអ្វីគ្រប់យ៉ាងស្ងប់ស្ងាត់ម្ល៉េះដៃដែលបាក់រលំទាំងនេះតើមានន័យអ្វីភ្នែកភ្លឺរន្ទាលលោកពិតជាប្រកាសប្រាប់ពីសេចក្តីស្លាប់របស់ខ្ញុំការវាយប្រហារនេះលឿនដូចភ្លេចបន្ទោកម្លាំងបុកដ៏ខ្លាំងក្លាឆេះឆ្អិនឆ្អៅរាងកាយធ្លាក់ចុះភាពស្ងប់ស្ងាត់កើតឡើងស្នាមញញឹមដ៏អួតអាងនេះជាសញ្ញានៃការមើលស្រាលគាត់ក្រាបចុះដូចជាគ្រោងឆ្អឹងដែលត្រូវគេចាក់ទម្លុះអាត្មារកឃើញរបស់ដែលទុកនៅក្នុងទ្រូងនោះហើយថ្ងៃកំណើតនៅកណ្ដាលសមរភូមិបង្ហូរឈាមនេះភ្នែកក្រហមភ្លឺចាំងស្ទើរតែបាត់បង់ខ្លួនក្នុងភាពងឹតអមុខមាត់ប្រែប្រួលទឹកមុខឆ្កួតឡើងដាវមុតស្រួចបាញ់ចេញវិញ្ញាណខ្មោចបាត់បង់ជីវិតក្នុងមួយប៉ព្រិចភ្នែកស្នាមញញឹមលើផ្ទៃមុខរបស់គាត់ហាក់ដូចជាបញ្ជាក់ថាជ័យជំនះជិតមកដល់ហើយភាពស្ងប់ស្ងាត់ដ៏អាប់អួរនេះភាពបរាជ័យបានគំរាមកំហែងគាត់ហើយស្នាមញញឹមដ៏គួរឲ្យខ្លាចភ្នែកពណ៌មាសនោះបញ្ចេញភាពខូចខើស្នាមញញឹមដ៏អាក្រក់នេះការវាយប្រហារលឿនដូចភ្លេចបន្ទោមុខមាំនេះហាក់ដូចជាកំពុងពិចារណាអ្វីមួយយ៉ាងជ្រាលជ្រៅភ្នែកក្រហមឆ្អិនឆ្អៅនោះកំពុងតែសម្លឹងមើលអ្វីមួយដោយអំណាចដ៏គួរឲ្យខ្លាចទីបំផុតក៏បានរកឃើញហើយតែក៏មានអ្នកខ្លះដែលមិនទាន់បាត់បង់ស្មារតីនៅឡើយស្នាមញញឹមដ៏អាក្រក់ឈាមស្រក់ច្រោកពេញមុខស្ត្រីនោះមើលទៅភ័យខ្លាចហើយបុរសចំណាស់មានកេរ្តិ៍ឈ្មោះដ៏គួរឲ្យខ្លាចភ្នែកបើកធំភ័យខ្លាចការស្លាប់ដែលជិតមកដល់ភ្នែកទាំងគូនេះពោពេញដោយការភ័យខ្លាចពេលឃើញឈាមប្រឡាក់លើដៃផ្ទះចាស់ទ្រុឌទ្រោមក្រោមផ្ទៃមេឃដ៏ងឹតមួលស្នាមញញឹមដ៏អាក្រក់នេះបង្ហាញពីសេចក្តីរីករាយក្នុងសេចក្តីស្លាប់ការសម្លាប់រង្គាលដ៏ឃោរឃៅបានបន្សល់ទុកតែសាកសពនិងឈាមជ្រែងស្នាមញញឹមដ៏គួរឲ្យខ្លាចនោះបង្ហាញពីភាពឃោរឃៅពេលរូបគេក្រវីដៃហៅគូដណ្ដប់សម្លឹងមើលទៅមុខជាមួយនឹងចិត្តដែលត្រៀមខ្លួនរួចហើយខ្ញុំបានរកឃើញចំណុចខ្សោយរបស់អ្នកហើយស្នាមញញឹមដ៏អាក្រក់នៅលើមុខគាត់ជាមួយនឹងដាវប្រឡាក់ឈាមសំឡេងបុកខ្លាំងសាកសពពីពេញទីធ្លាស្នាមញញឹមដ៏អាក្រក់ស្រក់ឈាមទាំងខ្លួននៅតែទូចបង្កហេតុទឹកមុខរឹងមាំបង្ហាញពីការតស៊ូយ៉ាងខ្លាំងក្លាក្នុងការរស់រានមានជីវិតឱកាសចុងក្រោយត្រូវវាយចំគោដាវតែមួយគត់ខ្ញុំអាចឈ្នះបានច្បាស់ជាមិនខានសំឡេងផ្ទុះបុកគេចាប់ផ្ដើមបោះជំហានទៅមុខមួយប៉ព្រិចភ្នែកគ្រាន់តែគ្រោះថ្នាក់លម្អិតប៉ុណ្ណឹងការវាយប្រហារដ៏អាក្រក់ភាពរហ័សរហួនរបស់គាត់ពិតជាគួរឲ្យភ្ញាក់ផ្អើលការវាយប្រហារដ៏ខ្លាំងក្លាមួយជិតដល់ហើយទឹកមុខភ័យបារម្ភក្រោមមួកដ៏ធំគ្រោះថ្នាក់ធ្ងន់ធ្ងរតែគេចផុតពីគ្រោះថ្នាក់ដល់ជីវិតការចងចាំពីរបៀបដែលគូប្រជែងមុនបានស្លាប់ភ្នែកបើកទូលាយភ្នែកក្រហមរស្មីហាក់ដូចជាឆេះឆួលដោយឈាមស្នាមរបួសធ្ងន់ធ្ងរតែបែរជាគ្មានអារម្មណ៍ឈឺចាប់អ្វីសោះតើនេះជាសមរភូមិចុងក្រោយឬគ្រាន់តែជាការចាប់ផ្ដើមនៃសេចក្តីស្លាប់មែនហើយគេគេចវាផុតប៉ុន្តែការវាយបកវិញគឺជារឿងខុសគ្នាស្រឡះឈាមប្រឡាក់ពេញមុខភ្នែកក្រឡំតែនៅតែក្លាហានស្នាមញញឹមខូខើបំផុតកំពុងរងចាំការបរាជ័យរបស់អ្នកកំហឹងដ៏អាក្រក់បានឆេះឡើងភ្នែកភ្លឺចិញ្ចាចដូចជាអារក្សក្នុងខ្លួនតាមចិត្តអ្នកប្រាថ្នាគេកំពុងចូលមកហើយមុខរបួសឈាមស្រោចតែភ្នែកនៅតែពោពេញដោយការតាំងចិត្តសម្រេចបាននៅជ័យជំនះលើការប្រកួតប្រជែងដ៏ឃោរឃៅនេះភ្នែកបើកទូលាយតើអ្វីដែលធ្វើឲ្យគេភ័យខ្លាចចម្លេះចំណុចកណ្ដាលនៃសេចក្តីស្លាប់ស្ថិតនៅទីនោះដោយសារចិត្តនីឃាតកម្មមុខនឹងទៅរកចំណុចសំខាន់លើដងខ្លួនល្បឿននៃការបុកបែនគឺលឿនដូចខ្យល់ព្យុះ
ភ្នែកលឿងរបស់គេពោពេញដោយការស្អប់ខ្ពើមនិងការមើលងាយការវាយប្រហារចុងក្រោយគឺត្រូវចំចំណុចសំខាន់បំផុតសំឡេងមួយបន្លឺឡើងសូលអាការហ្វឹកហាត់នេះហាក់ដូចជាពិបាកខ្លាំងពេកសម្រាប់គាត់កាំបិតបានចាក់ចំគោដៅស្នាមរបួសបានបើកចំហភ្នែកក្រហមភ្លឺរន្ទាលនេះជាការវាយប្រហារចុងក្រោយបង្អស់ភ្លៀងឈាមខ្ទប់ពេញលើផ្ទៃមេឃពណ៌ទឹកក្រូចឱកាសចុងក្រោយឱកាសតែមួយគត់ដែលគាត់មានដង្ហើមចុងក្រោយឈាមហូរក្រហមពេញផ្ទៃមុខដំណាក់កាលនេះបានបញ្ចប់ហើយឬការមកដល់លើកនេះតើវាជាការសាកល្បងថ្មីមែនទេភ្នែកក្រហមដូចភ្លើងការគំរាមកំហែងដ៏គួរឲ្យខ្លាចការសាកល្បងលើកទី2អ្នកបានប្រឡងជាប់ហើយសំឡេងដ៏កក់ក្ដៅមួយបានបន្លឺឡើងសូឡាឯងណែណាគាត់មានទស្សនៈមើលងាយមកលើខ្ញុំការសើចចំអកដ៏អាក្រក់បំផុតលោកតាខ្ញុំនៅទីនេះហើយភ្នែកក្រហមភ្លឺចាំងដូចជាសត្វកំណាចកំពុងទន្ទឹងចាំខ្យល់ដកដង្ហើមខ្លីនេះជារឿងដែលមិននឹកស្មានដល់ភាពភ័យខ្លាចកើតឡើងពេលដែលរូបគេដួលរលំនៅចំពោះមុខគូប្រជែងដ៏ខ្លាំងក្លារលកបោកបក់ខ្លាំងដូចជាការមកដល់នៃសេចក្តីស្លាប់ទូកនេះកំពុងបណ្ដេញខ្ញុំចូលទៅក្នុងទីជ្រៅនៃសមុទ្រហាក់ដូចជាខ្ញុំបានមកដល់ក្នុងកប៉ាល់មួយតើនេះជាគ្រូពេទ្យបេសាចមែនឬពួកគេមានរូបរាងល្អប្រសើរហើយមុខខ្លះមើលទៅធ្លាប់ស្គាល់ស្នាមញញឹមដ៏គួរឲ្យខ្លាចលេចឡើងនៅពេលដែលមេឃងឹតមកដល់ភ្នែកដែលក្រឡេកមើលចុះហាក់បីដូចជាទ្រាំទ្រនឹងការឈឺចាប់ខ្លាំងការបញ្ជាយ៉ាងម៉ឺងម៉ាត់ពេលនោះហើយដែលគាត់ចុះមកទឹកមុខភ័យស្លុតចំពោះអ្វីដែលបានឃើញនៅចំពោះមុខផ្លូវនេះគឺផ្លូវនរកអាកាសធាតុពោពេញដោយពណ៌ក្រហមដូចភ្លើងសន្ធោរសន្ធៅផ្លូវទៅកាន់ស្ថានីយ៍បន្ទាប់ពោពេញដោយភាពតានតឹងភ្នែករបស់គេបញ្ចេញពន្លឺចម្លែកហាក់ដូចជាកំពុងគិតគូររឿងធ្ងន់ធ្ងរទូកតូចមួយបានចតនៅមាត់ច្រាំងថ្មដ៏អាប់អួរក្រោមពន្លឺពណ៌ផ្កាឈូកនៅចំពោះមុខរូងភ្នំងឹតទីនេះជាទីជ្រកកោនរបស់ពួកគេឈរនៅទីនោះស្ងប់ស្ងាត់ក្នុងអាវផាយថ្មីគាត់ដើរចេញទៅឆ្ពោះមុខមនុស្សម្នាដែលកំពុងមើលមកគាត់ក្នុងគ្រាដ៏លំបាកនេះការប៉ះទង្គិចនៃជោគវាសនាកំពុងចាប់ផ្ដើមឡើងគេនៅតែស្វែងរកកន្លែងដ៏ល្អផ្សេងទៀតខ្ញុំប្រហែលជាបាននិយាយពាក្យសម្ដីរបបដ៏ពេកហើយការប្រឡងនៅច្រកទី2គ្រាន់តែជាការច្រោះអ្នកដែលអាចស្លាប់ដោយមិនមានបញ្ហាប៉ុណ្ណោះសំឡេងនៃការដកដង្ហើមយ៉ាងខ្លាំងវត្តមានដ៏គួរឲ្យខ្លាចមួយបានលេចឡើងក្បែរនាងភ្នែកនាងកំពុងតែវិភាគយ៉ាងយកចិត្តទុកដាក់គាត់មើលទៅភ្ញាក់ផ្អើលនឹងការសម្រេចចិត្តនេះភ្នែកបើកធំវិសម្ភារនៃជោគវាសនាបានចាប់ផ្ដើមហើយទីនេះគឺជាកន្លែងស្នាក់នៅរបស់ពួកគេជ្រើសរើសទីជម្រករបស់ខ្លួនតើអ្នកនឹងទៅកន្លែងណាតើអ្នកកំពុងគិតពីអ្វីហេតុអ្វីបានជាយឺតម្លេះស្នាមញញឹមដ៏ចម្លែកនោះលេចចេញមកមុននឹងបន្លឺឈ្មោះប៊ូអ៊ុនសូលស្នាមញញឹមច្រៀងប្រកបដោយល្បិចកមួយលេចឡើងស្របនឹងការសម្លឹងដ៏ស្ងប់ស្ងាត់របស់មនុស្សម្នាក់ទៀតទីនេះវាជាកន្លែងហ្វឹកហាត់សិល្បៈក្បាច់គុនមែនទេស្នាមញញឹមបង្កប់ល្បិចបន្តិចពេលដែលនាងឈរនៅទីនោះក្នុងចំណោមជម្រើសទាំង10គាត់បែរជាជ្រើសរើសរូងភ្នំដ៏ទ្រុឌទ្រោមនេះទៅវិញភ្នែកនាងសម្លឹងមើលទៅមុខភាពច្របូកច្របល់កំពុងកើតឡើងក្នុងចិត្តទីនេះពិតជាវិហារគុនមែនឬកម្លាំងដែលលាក់កំបាំងកំពុងបញ្ចេញសកម្មភាពហើយគេសើចចំអកមើលងាយដូចជាមិនខ្វល់ពីជោគវាសនានៃការរស់រានរបស់នាងភ្នែករបស់នាងបង្ហាញពីការតាំងចិត្តដ៏មុតមាំពួកគេសើចចំអកសំឡេងបន្លឺឡើងយ៉ាងអាក្រក់ទីបំផុតពួកគេក៏បានមកដល់សាលាដែលនិយាយគ្នានៅចំពោះមុខគាត់ស្នាមរបួសចាស់នៅក្រោមភ្នែកបង្ហាញពីការតស៊ូដ៏លំបាកពន្លឺថ្ងៃលិចចុងក្រោយមុននឹងចូលទៅក្នុងឋាននរកនៃការហ្វឹកហាត់នេះបុរសម្នាក់កំពុងដើរឆ្ពោះទៅផ្ទះតូចមួយនៅឆ្ងាយភ្នែកនេះពោពេញដោយការតាំងចិត្តចំពោះគោលដៅដ៏អស្ចារ្យទីនេះតើវាជាសាលាសិល្បៈក្បាច់គុនពិតមែនឬទោះបីជាបានធ្លាក់ចុះក៏ឋាននរកនេះនៅតែមានកេរ្តិ៍ឈ្មោះកម្លាំងដ៏គួរឲ្យខ្លាចបានបុកផ្ទប់នឹងដីគាត់បានជ្រើសរើសផ្លូវដែលស្ងប់ស្ងាត់បំផុតផ្លូវដែលមនុស្សភាគច្រើនមើលរំលងសំឡេងដ៏គួរឲ្យខ្លាចនេះ
គឺជាសញ្ញានៃការចាប់ផ្ដើមនៃរោគសំឡេងដ៏អស្ចារ្យនេះតើវាជាអ្វីទៅតើខ្លួនឯងកំពុងរៀបចំខ្លួនសម្រាប់អ្វីខ្ញុំមកទីនេះដើម្បីរៀនសិល្បៈក្បាច់គុននៃរោងណាងយ៉ាទឹកមុខល្ងេល្ងើតែបំណងពិតស្ថិតនៅក្នុងភ្នែកគំរាមកំហែងនោះភ្នែករបស់គាត់មានចលនាហាក់បីដូចជាកំពុងតែគិតយ៉ាងខ្លាំងមើលមុខគាត់ហាក់បីដូចជាពិបាកនឹងសម្រេចចិត្តទឹកដីដ៏អាប់អួរនេះហាក់ដូចជាលាក់បាំងអាថ៌កំបាំងជាច្រើនគាត់ឈរនៅទីនេះត្រៀមខ្លួនសម្រាប់អ្វីដែលត្រូវមកដល់តើអ្នកនឹងជ្រើសរើសផ្លូវណាគាត់ជ្រើសរើសរូងភ្នំដ៏រាបទាបនិងកំសត់បំផុតនោះដួលចុះជាមួយនឹងការលះបង់កណ្ដាលដីខ្សាច់ពណ៌ទឹកមាសទឹកមុខរបស់គាត់ពោរពេញដោយការតាំងចិត្តយ៉ាងមុតមមទឹកមុខដ៏តឹងតែងរបស់គាត់ហាក់ដូចជាកំពុងគិតអ្វីខ្លះក្នុងចិត្តការដកដង្ហើមធ្ងន់ក្នុងភាពស្ងប់ស្ងាត់ដ៏តានតឹងដោយសារតែកម្លាំងជំរុញដ៏ខ្លាំងក្លាមួយបានផ្ទុះឡើងភ្លើងកំហឹងឆេះឆ្អិនឆ្អល់រូបសំណាកនាគនេះពិតជាគួរឲ្យខ្លាចណាស់ដៃដែលបងរំនេះតើនឹងប្រាប់ពីអ្វីទឹកមុខនាងរឹងមាំព្រមទទួលស្គាល់ការសម្រេចចិត្តរបស់ខ្លួនកម្លាំងខ្លះកំពុងពុះកញ្ជ្រោលចេញមកកម្លាំងបិសាចលាក់ខ្លួនក្នុងរូបកាយនេះដៃដែលបងរំគ្រប់ចិត្តត្រៀមខ្លួនរួចរាល់សិស្សថ្មីតែតារាងឈ្មោះគឺលេខ1កម្លាំងកាច់សាហាវមួយបានផ្ទុះចេញស្របនឹងពាក្យបញ្ជាដ៏ត្រជាក់ភ្នែករបស់នាងពោរពេញទៅដោយការតស៊ូនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំងភាពងឹតគ្រប់ដណ្ដប់ប៉ុន្តែការភ័យស្លន់ស្លោមិនមែនជាជម្រើសទេភ្នែកខ្មៅងឹតហាក់ដូចជាលេបត្របាក់ពន្លឺទាំងអស់ទឹកភ្នែកហូរចុះមកទាំងមិនដឹងខ្លួនផ្លូវរបស់សត្វនោះតើវាជាអ្វីទៅទឹកភ្នែកតក់មួយហូរចុះមកបន្តិចភាពភ័យខ្លាចបានចាប់ផ្ដើមលេចចេញមកទិដ្ឋភាពចាំងពន្លឺដ៏អស្ចារ្យនេះគឺជាធម្មពលដែលកំពុងវិវត្តការលេចចេញនៃធម្មពលបង្ហូរឈាមដូចសត្វព្រៃកំណាចស្នាមញឹមមើលងាយខ្ញុំអាចដឹងពីវាបានផ្លូវរបស់ដាវការប្រាជ្ញាចិត្តយ៉ាងមុតមមស្ថិតក្នុងក្រសែភ្នែកដ៏មុតស្រួចនោះកន្លែងបង្ហាត់ហ្វឹកហ្វឺនដ៏ឯកោរងចាំការចាប់ផ្ដើមដ៏ធ្ងន់ធ្ងរការភ័យស្លន់ស្លោលីលំនឹងការរំពឹងទុកតាំងពីពេលនេះទៅហៅខ្ញុំថាលោកគ្រូសាកន្លែងនេះពោពេញដោយអ្នកប្រយុទ្ធដ៏ច្រើនដែលតស៊ូដើម្បីក្លាយជាស៊ីម៉ាជឿននីងសំឡេងក្រហមមួយបន្លឺឡើងគ្រប់ដណ្ដប់ដោយដ៏អាប់អួរភ្នែកធំបើកប្លែករាងកាយញ័រទ្រមដែនស្គ្រប់ដណ្ដប់ដោយភាពភ័យខ្លាចគ្រាន់តែមួយគ្រាប់ភ្លាត់គេត្រូវទទួលរងនៅការវាយប្រហារដ៏ខ្លាំងក្លាការជិះចាប់នេះមិនអាចប្រៀបនឹងការរស់នៅក្រោមការបិទបាំងបានឡើយក្រោមពន្លឺព្រះច័ន្ទគ្រូបានបើកការសាកល្បងដ៏ឃោរឃៅគាត់បានដឹងខ្លួនឡើងវិញលឿនជាងការរំពឹងទុកតែក្មេងនេះបែរជានឹងធ្វើចលនាខឹងសម្បារប្រយុទ្ធនឹងខ្មាំងសត្រូវដែលគ្មានការពិតការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានោះកម្លាំងបិសាចផ្ទុះចេញរូបកាយចលនាលឿនដូចភ្លេចបន្ទោធម្មពលខ្លាំងក្លាពីក្នុងខ្លួនហាក់ដូចជាផ្ទុះឡើងសំឡេងក្រោតគ្រៀតបន្លឺឡើងដាវត្រូវរន្ទះបាញ់ភាពភ្ញាក់ផ្អើលបានលេចឡើងលើផ្ទៃមុខកាំបិតដ៏មុតស្រួចហោះចុះមកដូចផ្គរលាន់កណ្ដាលភ្លៀងធ្លាក់ខ្លាំងភ្នែករលាយខ្លួនលិចលង់ក្នុងភាពងឹតគ្រូយល់ឃើញថាក្មេងនេះមិនធម្មតាទេអំណាចសម្ងាត់នៃព្រះម្ចាស់សាបានលេចចេញហើយកូនសិស្សនេះមិនទាន់បានប្រើពេល1ម៉ោងផងក៏សម្របខ្លួនបានទៅហើយទឹកភ្នែកនិងដំណក់ភ្លៀងលីលំគ្នាលើផ្ទៃមុខដែលរងរបួសភ្លៀងធ្លាក់នេះជាសាកល្បងដំបូងនៃការលាក់បាំងរបស់ខ្ញុំតើក្មេងនេះមិនធម្មតាទេអញ្ចឹងឯងទប់ទល់នឹងដាវនេះឲ្យបានតោះបន្តទៅមុខទៀតអំណាចដ៏អាក្រក់មួយបានផ្ទុះឡើងទេខ្ញុំមើលឃើញវាដាវនោះបន្ទាប់មកចាំបាច់ត្រូវទប់ទល់ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាការប៉ះទង្គិចគ្នាដ៏អស្ចារ្យកម្លាំងផ្លាតភ្លេចបន្ទោភាពជឿចាប់ខ្លាំងក្លាត្រូវបានបង្ហាញតាមរយៈទឹកភ្នែកនិងទឹកមុខរន្ធត់នេះស្ងាត់ឈឹងភាពស្ងប់ស្ងាត់នេះមានន័យអ្វីចំពោះគាត់ទើបតែ3ថ្ងៃសោះតើវាអាចទៅរួចទេភ្លើងកំហឹងបានបាញ់ចេញការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដង្ហើមខ្លីស្រាប់តែការឈឺចាប់ក៏លីបាត់ទៅទឹកភ្នែកហូរតែការដកដង្ហើមនៅតែលឿនរហ័សគួរឲ្យព្រួយបារម្ភទឹកពិសិដ្ឋដែលរងចាំពេញមួយជីវិតឥឡូវបានដល់ពេលប្រគល់ហើយ
ទឹកនីតិស្ថានស៊ូក៏ដ៏មានតម្លៃបំផុតរបស់ខ្ញុំមិនមែនជាការខ្ជះខ្ជាយឡើយគ្រូគាត់កំពុងកាន់វត្ថុអ្វីមួយនៅក្នុងភ្នែករបស់ខ្ញុំស្នាមញញឹមដ៏គួរឲ្យខ្លាចរបស់គ្រូខ្យល់ព្យុះបក់បោកគ្រប់ដណ្ដប់លើដែនរោគស្នាមញញឹមដ៏គួរឲ្យភ័យខ្លាចលេចឡើងនៅលើផ្ទៃមុខដ៏សាហាវនោះអំណាចមួយនេះពិតជាខ្លាំងក្លាខ្លាំងណាស់នៅតែមិនទាន់ដល់ពេលទេឬភ្នែកទាំងគូនេះពោពេញដោយការតាំងចិត្តយ៉ាងមុតមមរន្ទះកាប់មកកម្លាំងដែលបញ្ចេញពន្លឺពណ៌ខៀវភ្លឺចិញ្ចែងចិញ្ចាចក្រហមរបស់គាត់ផ្ទុះឡើងយ៉ាងខ្លាំងក្លាឱកាសនេះមកដល់ហើយឱកាសដើម្បីក្លាយជាមេដ៏ខ្លាំងពូកែការសន្យាដ៏ធ្ងន់ធ្ងរនេះគឺជាផ្លូវតែមួយគត់ឆ្ពោះទៅរកកម្លាំងប៉ុន្តែខ្ញុំត្រូវពិចារណាដោយប្រុងប្រយ័ត្នបិសាចដែលបានសម្លាប់អ៊ំប្រុសរបស់ខ្ញុំគឺជាមេដែលលើសពីកម្រិតបច្ចុប្បន្នរបស់ខ្ញុំពិតមែនកំហឹងលីលំនឹងការអស់សង្ឃឹមកើតឡើងនៅក្នុងភ្នែកទាំងគូនោះទឹកមុខរបស់គាត់បង្ហាញការតក់ស្លុតយ៉ាងខ្លាំងសូម្បីតែមេដ៏អស្ចារ្យដូចអរិយដ្ឋានស៊ូក៏មិនអាចធ្វើបានដែរភ្លើងកំហឹងផ្ទុះឡើងគាត់តស៊ូនឹងធម្មពលដ៏ធំធេងដែលកំពុងវិលវល់ការលីគ្នានេះពិតជាពិបាកចិត្តតែត្រូវតែទៅមុខភ្នែករបស់គាត់ភ្លឺឡើងដោយការសម្រេចចិត្តដ៏មុតមមសំឡេងក្រហមខ្លាំងបន្លឺឡើងមិនអីទេគឺជាពាក្យចុងក្រោយដែលបញ្ជាក់ពីការសម្រេចចិត្តទឹកមុខភ័យស្លន់ស្លោរំភើបនឹងវត្តមានដ៏គួរឲ្យខ្លាចនេះភ្លើងឆាបឆេះយ៉ាងខ្លាំងក្លាកម្លាំងខ្លាំងនេះកម្លាំងគ្រោះថ្នាក់មួយបានផ្ទុះឡើងបន្ទាប់ពីការហ្វឹកហាត់ដ៏លំបាកស្នាមខ្លាដ៏កាច់សាហាវលេចឡើងលើសម្លៀកបំពាក់របស់គាត់រាល់ការវាយដំដោយដាវដែលគេបានបាញ់មកលើខ្ញុំកាលពីមុនទម្រង់ដំបូងនៃមុនខ្ញុំពិតជាមិនអាចបំភ្លេចគុណប្រយោជន៍នេះបានឡើយថ្នាំព្យាបាលវិញ្ញាណនេះគឺជារង្វាន់ដែលខ្ញុំនឹងមិនភ្លេចគុណឡើយភ្នែកស្លេកស្លាំងរំភើបនឹងការភ្ញាក់ផ្អើលពាក្យមួយម៉ាត់ត្រូវបានលាន់មាត់ចេញមកស្របពេលដែលភ្នែករបស់គាត់បិទជិតទឹកមុខស្លេកស្លាំងគិតអំពីអនាគតដ៏ឆ្ងាយខ្ញុំពិតជាយល់ព្រមហើយភ្នំខ្ពស់តដែតទល់មេឃទីនេះជាកន្លែងបណ្ដុះបណ្ដាលដ៏អស្ចារ្យនៅចំពោះមុខភ្នំខ្ពស់តដាងគាត់បានបោះជំហានចេញមកជាមួយនឹងស្នាមញញឹមដ៏អាក្រក់រូបភាពបានបាត់បង់អស់ហើយខ្ញុំមិនអាចបន្តអត្ថាធិប្បាយបានទេខ្ញុំកំពុងមានអារម្មណ៍ច្រើនពេកពិភពលោកវិលវល់ទឹកមុខរបស់គាត់ពោពេញដោយការព្រួយបារម្ភនិងភាពមិនច្បាស់លាស់ដកដង្ហើមវែងសាកសពខ្លួនកំពុងទប់ទល់នឹងកម្លាំងដ៏ធ្ងន់មហិមាគ្រាន់តែទម្លាក់ដំណក់ទឹកតែប៉ុណ្ណឹងវាបង្កើតបានជាថាមពលដ៏អស្ចារ្យបែបនេះភាពឯកោនៅកណ្ដាលព្រៃស្ងាត់ជ្រងំដូចជាគ្មានអ្នកណាអាចយល់ពីកម្លាំងថ្មីនេះបានឡើយតើនេះជាអ្វីភ្នែកនាងបើកធំព្រោះតែការភ្ញាក់ផ្អើលភ្នែករបស់គេភ្លឺច្បាស់ឡើងវិញជាមួយនឹងការគិតជ្រៅអារម្មណ៍អៀរណានឹងការប្រឹងប្រែងក្នុងព្រៃស្ងាត់តើអ្វីដែលកំពុងរងចាំអគិភ័យនៃសាស្ត្រាលោកគ្រប់ដណ្ដប់គ្រប់ទីកន្លែងអធិរាជដាវហួយវូចេកហ្វាអ៊ុនអគារដ៏ធំស្កឹមស្កៃនេះគឺជាឋានសួគ៌នៃការហ្វឹកហាត់ទ្វារធំអស្ចារ្យនៃក្បាលទ្វារភ្លៀងដាវអគីបង្ហាញខ្លួននៅចំពោះមុខពាក្យសន្យាទាំងនេះពិតជាមែនឬឱកាសក្លាយជាមេដ៏អស្ចារ្យតើខ្ញុំត្រូវធ្វើអ្វីជាមួយនឹងអ្វីដែលលោកនិយាយនេះការដឹងគុណដ៏ជ្រាលជ្រៅចំពោះជំនួយដែលទទួលបានគ្រូប្រចាំសាលាចាប់ផ្ដើមការណែនាំដោយទឹកមុខមិនគួរទុកចិត្តទីនេះប្រៀបដូចជាព្រះរាជវាំងដូច្នោះឋានៈថ្មីពីសិស្សថ្មីឆ្ពោះទៅរកកម្រិតបន្ទាប់ពួកគេដើរឆ្លងកាត់ក្នុងសាលធំដូចជាឆ្ពោះទៅកាន់វាសនាថ្មីតើអ្នកនេះជានរណាវត្តមានរបស់នាងពិតជាប្លែកភ្នែកខ្លាំងណាស់គ្មានអ្វីដែលត្រូវព្រួយបារម្ភទៀតទេបន្ទាប់ពីអ្វីបានកន្លងផុតទៅហេតុអ្វីបានជាគាត់មិនវាយលុកតើខ្ញុំត្រូវធ្វើអ្វីនឹងសៀវភៅនេះភ្ញៀវម្នាក់មកដល់នៅពេលនេះតើជាអ្នកណាទៅជំហានមួយធ្លាក់ចុះមកជាមួយសម្ពាធដ៏ខ្លាំងក្លាកម្លាំងរញ្ជួយធ្ងន់ធ្ងរថាមពលដ៏ខ្លាំងក្លាបានផ្ទុះចេញនេះជាលទ្ធផលនៃការបណ្ដុះបណ្ដាលទឹកមុខភ្ញាក់ផ្អើលចំពោះការបដិសេធដ៏អាក្រក់នោះតើគេរៀនពីកន្លែងណាគេគ្រាន់តែចាប់ផ្ដើមរៀនបានប៉ុន្មានថ្ងៃសោះតើខ្ញុំត្រូវធ្វើអ្វីចំពោះការណែនាំទាំងអស់នេះភាពភ័យខ្លាចយ៉ាងខ្លាំងបានលុកលុយបេះដូងរបស់គាត់ពិតមែន
គ្រូសាលាប្រទេសឃើញពីអ្វីដែលខុសប្លែកក្នុងខ្លួនខ្ញុំប្រវត្តិរបស់អ្នកគឺជាសិស្សប្រាជ្ញាម្នាក់ពិតមែនតើមានអ្វីកើតឡើងជាមួយគ្រូបង្វឹកនេះការដែលគាត់ជ្រើសរើសរស់នៅក្នុងរូងភ្នំនោះគឺចាប់ផ្ដើមពីភាពគ្មានអ្វីសោះការណែនាំពិតប្រាកដទីបំផុតបានមកដល់ហើយគ្រូសើពីរបៀបដែលសិស្សអាចយល់ពីគន្លឹះនៃការបញ្ចេញកាយនិងការហូរ flowing effortlessly ឲ្យដូចទឹករលំកាយនិងហូរ flowing effortlessly អធិការរងម្នាក់នេះពិតជាបានបង្រៀនខ្ញុំយ៉ាងយកចិត្តទុកដាក់ទម្រង់នេះត្រឹមត្រូវហើយសិស្សនេះពិតជាមានសមត្ថភាពពីកំណើតគ្រូបានណែនាំពីចលនាផ្ធំទាំងនោះរួចហើយឥឡូវក្រោកឈរឡើងវិញកម្លាំងទាំងមូលត្រូវបញ្ចេញនេះជាទម្រង់ដាវទី1ភ្នែកនេះឃើញអ្វីដែលមិនគួរឃើញការបង្វិលបណ្ដាលនោះកំពុងបង្កើតនូវឆន្ទៈនៃការសម្លាប់យ៉ាងខ្លាំងការប្រឹងប្រែងយ៉ាងខ្លាំងក្លាហាក់ដូចជាឃាតកម្មដ៏សាហាវកំពុងផ្ទុះឡើងកំហឹងដ៏ឃោរឃៅបានហូរចេញពីចុងដាវជាការពិតខ្ញុំបានដឹងរឿងនេះតាំងពីដំបូងមករូបសំណាកឈរនៅទីនោះត្រៀមសម្រាប់ការប្រកួតការដកដង្ហើមចេញចូលត្រូវតែរលូនដូចខ្យល់គ្រូសុំទោសខ្ញុំបានរំខានលោកហើយគាត់ត្រៀមខ្លួនរួចហើយស្មារតីប្រយុទ្ធដ៏មុតស្រួចកំពុងផ្ទុះឡើងសំឡេងដ៏គួរឲ្យភ័យខ្លាចបន្លឺឡើងភ្នែកដែលពោពេញដោយការតាំងចិត្តភាពភ័យខ្លាចបានរលាយបាត់អស់ឆ្ពោះទៅកាន់ទម្រង់ទី1 HUVU 13គូប្រជែងកម្លាំងដាវដ៏សាហាវបានលេចចេញផ្លែដាវហាក់ដូចជាមានចិត្តនាឃាតកម្មចាក់ទម្លុះបេះដូងទឹកមុខស្រឡាំងកាំងប្លែកពេលដែលការសាកល្បងចាប់ផ្ដើមឡើងដាវវិញ្ញាណរបស់គាត់កំពុងបញ្ចេញចិត្តនាឃាតកម្មដ៏ខ្លាំងក្លាចលនាដែលគួរតែទន់ភ្លន់បែរជាមុតស្រួយយ៉ាងខ្លាំងកាយវិការដាវដែលយុវជនរូបនេះសម្ដែងចេញគឺខុសប្លែកពីដើមការឈឺចាប់បំផុតអំណាចដ៏ឃោរឃៅបានហូរចេញមកអំណាចឃាតកម្មដ៏ខ្លាំងក្លានេះហាក់ដូចជាចង់លេបត្របាក់រូបគេទឹកមុខភ្ញាក់ភ្នែកធំបង្ហាញពីការតាំងចិត្តយ៉ាងមុតមមរូបភាពនៃការវាយប្រហារមួយលេចចេញមករំញ័រនៃដាវបានឡើងដល់កម្រិតកំពូលបញ្ចេញនូវចេតនាបៀតបៀនដ៏ខ្លាំងក្លាតម្លែកសិស្សប្រឡាយមរណៈរូបនេះកាន់ដាវដូចជាមានចំណេះដឹងជ្រៅជ្រះអាកប្បកិរិយាចម្លែកនេះតើគាត់កំពុងលាក់អ្វីភ្នែកក្រហមភ្លឺចាំងដូចអណ្ដាតភ្លើងភ្លេចកាត់នៃដាវលេចចេញជាអគ្គិភ័យពណ៌ក្រហមដ៏កាចសាហាវសំឡេងគំនុំក្នុងចិត្តចាប់ផ្ដើមពុះកញ្ច្រោលលើសលប់កម្លាំងសាហាវទាំងអស់បានផ្ទុះចេញមកទម្រង់ទី7កម្លាំងផ្ទុះឡើងដូចព្យុះក្រហមរំលឹកការវាយប្រហារចុងក្រោយទាំងអស់តោះបញ្ចេញវាឲ្យអស់កម្លាំងដាវដ៏កាចសាហាវនេះហាក់ដូចជាមានឆន្ទៈសម្លាប់ដូចជាការសង្សឹកដាវលោតចុះក្រោមដូចជាខ្យល់គួចក្រហមដ៏មុតស្រួយកម្លាំងសាហាវនេះវាហាក់ដូចជាកំពុងលេបត្របាក់រូបគេកណ្ដាប់ដៃនោះចាប់កាន់ដាវយ៉ាងមាំហើយថាមពលក៏ហូរហាក់ដូចជាព្យុះខ្យល់កន្ត្រាក់តណ្ហានៃការសម្លាប់បានផ្ទុះឡើងដូចជាព្យុះពណ៌ខៀវការវាយលុកចុងក្រោយកម្លាំងដាវបិសាចផ្ទុះឡើងដាវបញ្ចេញកម្លាំងដ៏សាហាវដូចអណ្ដាតភ្លើងក្រហមកម្លាំងសាហាវនោះកំពុងផ្ទុះឡើងរហូតបិទបាំងភ្នែកកម្លាំងសាហាវហាក់ដូចជាផ្ទុះចេញពីខ្លួនគាត់កំពុងលះបង់គ្រប់រូបថែទាំទាំងអស់ក្នុងពេលតែមួយស្នាមទឹកធ្លាក់លើក្តារឈើសំឡេងរន្ធត់ការដកដង្ហើមខ្លាំងរំលេចចេញនៅការតស៊ូដ៏ក្រំគ្រាដៃញ័រញាក់ដែលចាប់កាន់ដាវយ៉ាងរឹងមាំទីបំផុតគ្រប់យ៉ាងក៏មកដល់ត្រឹមនេះការដកដង្ហើមនិងការបន្ធូរអារម្មណ៍គាត់ចាប់បានភ្លាមទុកគុណលំនឹងត្រូវបានរក្សាទុកដាវត្រូវបានលើកឡើងពន្លឺឆ្លុះបញ្ចាំងពីផ្លែដាវដ៏មុតស្រួយដាវនៅក្នុងដៃបញ្ចេញពន្លឺភាពតាំងចិត្តត្រូវបានកំណត់គ្រូបង្ហាត់កំពុងប្រគល់ដាវឲ្យត្រៀមខ្លួនសម្រាប់ការសាកល្បងគាត់កំពុងគិតយ៉ាងស៊ីជម្រៅអំពីអ្វីមួយចារិកស្នាមពាក្យទាំងនោះការគោរពថ្លែងអំណរគុណចំពោះការបង្រៀនទាំងអស់ស្នាមញឹមដ៏ប្លែកនេះតើលាក់បាំងអ្វីខ្លះភ្នែកគាត់បញ្ចេញពន្លឺចម្លែកហាក់ដូចជាទទួលស្គាល់អ្វីមួយយ៉ាងជ្រាលជ្រៅគាត់ពិតជាមានទេពកោសល្យពីកំណើតមែនទម្រង់នេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែនគាត់ហាក់ដូចជាបានបំផ្លែងវាហើយព្រោះតែទេពកោសល្យលាក់កំបាំងនោះទីបំផុតជំហានបន្ទាប់គឺសាលាជាន់ខ្ពស់
បេះដូងគាត់ញ័រខ្លាំងពេលដែលគាត់ចាប់ផ្ដើមទ្វារបើកឡើងបង្ហាញវត្តមានដ៏ស្ងប់ស្ងាត់របស់គេស្នាមញឹមបន្តិចនេះតើគេកំពុងគិតអ្វីនៅក្នុងចិត្តខ្ញុំមិនស្គាល់អ្នកទេប៉ុន្តែគ្រប់កៅអីទាំងអស់ពេញហើយគាត់បញ្ចេញនូវកម្លាំងសម្លាប់ដ៏ខ្លាំងក្លាទ្វារនៃមហាវិទ្យាល័យកម្រិតមធ្យមបានបើកទូលាយហើយក្មេងប្រុសដែលទើបមកពីសាលាជាន់ទាបឈរយ៉ាងស្ងប់ស្ងាត់បុរសដែលទើបមកដល់ថ្មីសម្ដែងកាយវិការស្វាគមន៍ដោយបើកដៃចំហតើអ្នកគិតថាខ្ញុំនឹងយល់ព្រមទេភាពក្រអឺតក្រទុំនេះពិតជាគួរឲ្យស្អប់ខ្ពើមឱកាសនេះខ្ញុំនឹងបង្ហាញពីក្បាច់ដាវរបស់ខ្ញុំភ្នែកដ៏មុតស្រួចនោះសម្លឹងត្រង់គំនិតវិនិច្ឆ័យយ៉ាងត្រជាក់ទោះបីជាគាត់ទើបតែមកពីបន្ទប់បឋមក៏គាត់នៅតែហ៊ានជំរុញខ្លួនឯងឲ្យប្រឈមមុខគាត់កំពុងបញ្ចេញកម្លាំងកាប់យ៉ាងវីលុកបំផុតស្នាមញឹមតិចនៃការមើលងាយរបស់គាត់ពួកគេទាំងពីរអង្គុយចុះទាំងភ្នែកចាប់ផ្ដើមប្រុងប្រយ័ត្នស្នាមញឹមអាក្រក់នោះបង្ហាញពីចេតនាក្លែងបន្លំមួយក្មេងប្រុសថ្មីថ្មោងនោះហាក់ដូចជាកំពុងមើលងាយរូបគេការសម្លឹងមើលយ៉ាងលោភលន់របស់គ្រូបង្ហាត់ទឹកមុខអ្នកគ្រូបង្កប់ដោយការមិនពេញចិត្តខ្លាំងស្នាមញឹមដ៏អាក្រក់នោះគេកំពុងគិតអ្វីតើអ្នកនិយាយអ្វីចេញមកការប្រឈមមុខគ្នាដ៏តានតឹងនេះបានចាប់ផ្ដើមហើយទឹកមុខភ័យព្រួយរបស់នាងដែលឃើញសមរភូមិដែលមិនគួរកើតឡើងតក់ស្លុតគាត់កំពុងបង្កើនកម្លាំងដើម្បីបញ្ចេញក្បាច់ថ្មីគាត់ស្រែកឡើងទាំងខ្លួនវិលធ្លាក់ចុះយ៉ាងលឿនតើវាជាការមើលងាយយ៉ាងណាគូប្រជែងថ្មីរបស់គាត់ហាក់ដូចជាលេចមុខមកពីកន្លែងណាការប្រកួតប្រជែងដ៏ធំបានចាប់ផ្ដើមឡើងបន្ទាប់ពីការតែងតាំងនេះស្នាមញឹមដ៏គួរឲ្យខ្លាចរបស់គេបង្ហាញពីការផ្ទុះឡើងនៃកម្លាំងផ្ទៃក្នុងភ្លើងបាញ់រន្ទះកាប់កម្លាំងបុកលោតចុះមកយ៉ាងខ្លាំងខ្យល់កាប់ហាក់ដូចជាភ្លេចបន្ទោវិលប៉ះទង្គិចគ្នាការវាយប្រហារយ៉ាងខ្លាំងក្លានោះបានបង្ហាញពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរខែលម្អាងផ្ទុះឡើងសំឡេងដាវបុកប៉ះគ្នាពោពេញដោយកម្លាំងអារម្មណ៍នេះឆ្លងទៅដល់ចុងម្រាមដៃរបស់ខ្ញុំអំនួតរបស់ពួកជនអមេរិកមានន័យអ្វីឡើយឆ្ពោះទៅមុខភ្លើងភ្លាមផ្គររាន់ដាវកាយវិការដ៏លឿនរហ័សនោះបានផ្ទុះឡើងការឆ្លើយតបរបស់គាត់ហាក់ដូចជាហួសពីការរំពឹងទុកគាត់ខំស្ទុះលោតចេញពីកាំរន្ទះដាវភ្លើងនោះពន្លឺមាសដ៏ខ្លាំងក្លាចែងចាំងបង្ហាញពីកម្លាំងដែលកំពុងផ្ទុះចេញភ្នែករបស់គាត់សម្លឹងមើលយ៉ាងចាក់រោងហាក់ដូចជាកំពុងវិភាគអ្វីម្យ៉ាងភ្នែករបស់គេភ្លឺរន្ទាលដូចជាឆេះឆ្អិនក្នុងភ្លើងពួកគេទាំងនោះគឺបរិវារជាន់ខ្ពស់ភ្នែកគំរាមកំហែងនេះគេពិតជាមិនស្វាគមន៍នរណាម្នាក់ដែលទើបតែមកពីសាលាគុនដំបូងឡើយលាន់ញើសសម្លេងបោះជំហានយ៉ាងខ្លាំងក្លាតែក្មេងនោះគេមិនបានគេចវេះដោយសារល្បឿនទេគឺចលនាដែលចិត្តនឹងការទុះទាយទឹកមុខគ្មានកំហុសត្រៀមខ្លួនរួចរាល់ហើយសម្លឹងមើលដោយគ្មានអារម្មណ៍ដូចជាកំពុងកញ្ញាចលនាបន្ទាប់ពន្លឺពណ៌ក្រហមឆេះសន្ធោសន្ធៅកំពុងមានការប៉ះទង្គិចគ្នាដោយប្រើដាវយ៉ាងខ្លាំងក្លាទឹកមុខភ័យស្លុតរបស់ពួកគេបង្ហាញឲ្យឃើញពីការភ្ញាក់ផ្អើលជាខ្លាំងគ្រាន់តែចលនាបែបនេះភ្នែកក្រហមនេះតើមានអ្វីគួរឲ្យភ្ញាក់ផ្អើលម្ល៉េះគាត់អាចធ្វើបានទាំងភ្នែកបិទនេះជាកម្រិតណាទៅហើយភ្លើងបានផ្ទុះឡើងទឹកមុខនេះបង្ហាញពីការឈឺចាប់ដ៏ខ្លាំងក្លាឱកាសនេះជាអ្វីទៅការវិនិច្ឆ័យរបស់គ្រូទិដ្ឋភាពរវាងគូប្រជែងទាំងពីរមើលទៅតានតឹងខ្លាំងក្នុងផ្ទៃមេឃពណ៌ក្រហមភាពក្រោធដ៏អាក្រក់ផ្ទុះឡើងនេះជាក្បាច់គុណអសុរៈកណ្ដាលពន្លឺក្រហមភ្លឺចិញ្ចាចគឺជាកណ្ដាប់ដៃដាច់ស្លាប់តើគេជាអ្នកណាភ្នែកគិតគូររបស់គេកំពុងសម្លឹងមើលអ្វីផ្លែបការវាយប្រហារដ៏ក្តៅគប់នោះបានបោកបក់មកអូហូនេះហើយក្បាច់ដាវភ្លើងរន្ទះការភ្ញាក់ផ្អើលលេចចេញលើផ្ទៃមុខអណ្ដាតភ្លើងក្រហមឆេះសន្ធោសន្ធៅដូចខ្យល់ព្យុះបក់កាត់ចន្ទ្រាគ្រូកាន់ដាវទាំងពីរប៉ះទង្គិចគ្នាក្នុងរំញ័រនៃខ្យល់កណ្ដាលផ្ទុះឡើងក្រហមឈាមក្បឡតអ្នកចូលរួមទាំងអស់ភ្នែកធំព្រឹបភ្ញាក់នឹងការប្រកួតដែលមិននឹកស្មានដល់នេះទឹកមុខភ័យព្រួយរបស់គាត់ពេលឃើញអ្នកប្រកួតត្រូវបានជ្រើសរើសក្បាច់ទី13ជំនាញក្បាច់គុណគ្មានដែនកំណត់ឈាមបង្ហូរចេញពីមាត់នេះជារបួសធ្ងន់ធ្ងរប៉ុណ្ណឹងឬ
ការប៉ះទង្គិចគ្នាដ៏រន្ទះនេះបង្ហាញពីកម្រិតរបស់គាត់ទឹកមុខរបស់ពួកគេពោពេញដោយការភ្ញាក់ផ្អើលនិងការភ័យខ្លាចឈាមខ្ទប់លើឥដ្ឋភាពឈឺចាប់នៃការបរាជ័យបានសាយភាយការបរាជ័យរបស់ពួកគេត្រូវបានប្រកាសឡើងទឹកមុខរបស់គាត់ហាក់ដូចជាកំពុងគិតអ្វីមួយយ៉ាងជ្រាលជ្រៅឈាមហូរចេញពីមាត់ភាពចាញ់ប្រៀបគ្រប់ដណ្ដប់លើរូបរាងនោះទិដ្ឋភាពដ៏អស្ចារ្យនៅចំពោះមុខភាពតូចតាចរបស់សិស្សនោះប៉ុន្តែខ្ញុំមិនទាន់បានរៀនអ្វីពីថ្នាក់កណ្ដាលនៅឡើយទេមុខរបស់គ្រូបង្វឹករូបនេះមានស្នាមញញឹមប្លែកហាក់ដូចជាកំពុងសាកល្បងចិត្តរបស់សិស្សគ្រប់គ្រាន់ហើយឈប់លេសទៀតទៅកន្លែងនេះពិតជាស្ថាននរកមានជីវិតទីនេះគឺជាឋាននរកមានជីវិតការវាយប្រហារដោយចេតនាបៀតបៀនត្រូវត្រៀមទទួលរងនៅការវាយបកវិញការប្រយុទ្ធផ្ទាល់ភ្នែកនេះពិតជាខូចខើស្នាមរបួសហូរឈាមគួរឲ្យខ្លាចគេបដិសេធអ្នករាល់គ្នាហើយឥឡូវនេះគឺជាការបង្ហាញពីការបរាជ័យរបស់ពួកគេនៅចំពោះមុខអ្នកឈ្នះតើគេពិតជាសិស្សរបស់វិហារណេងយ៉ាមែនឬអ្នកទាំងនោះកំពុងរន្ធត់នឹងអ្វីដែលពួកគេបានឃើញឈ្មោះរបស់គាត់គឺប៊ូអ៊ុនសូលពួកគេទាំងអស់មានទឹកមុខភ័យព្រួយចំពោះការសម្រេចចិត្តរបស់គ្រូកំហឹងនឹងការតាំងចិត្តដ៏មុតមមរបស់គាត់នៅតែឆេះសន្ធោរសន្ធៅជើងទាំងគូដើរលើក្តារឈើឬសូរថ្លើមថ្លាមដ៏ខ្លាំងក្លាក្មេងប្រុសនេះពិតជាមានកម្លាំងចិត្តដ៏គួរឲ្យស្ញប់ស្ញែងសិស្សច្បងមានទឹកមុខតានតឹងហាក់ដឹងការពិតណាមួយគ្រូយល់ឃើញពីកម្លាំងចិត្តដ៏មុតមមរបស់ក្មេងនេះទឹកមុខរបស់នាងបង្ហាញនៅការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុអ្វីបានជាអ្នកធ្វើបែបនោះ4 ថ្ងៃក្រោយមកភាពតស៊ូរបស់ក្មេងនេះពិតជាគួរឲ្យកោតសរសើរណាស់ស្នាមរបួសក្រោមភ្នែកនោះសក្ខីភាពនៃអតីតកាលដ៏ជូរចត់តើគាត់ពិតជាបានជាម្ចាស់ដាវសត្វនេះក្នុងរយៈពេលតែពាក់កណ្ដាលខែឬខ្ញុំគឺជាពាក្យដែលចេញពីមាត់របស់គាត់គ្មានចម្លើយអ្វីក្រៅពីការបាក់បបនៅចំពោះមុខលោកគ្រូទឹកមុខបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចតើគាត់កំពុងគិតអ្វីក្មេងនេះពិតជាអស្ចារ្យមែនបើទោះបីជាគ្មានមូលដ្ឋានគ្រឹះអ្វីសោះពន្លឺពាសពេញនេះជាកម្លាំងដាវដ៏អស្ចារ្យការតាំងចិត្តដ៏ខ្លាំងក្លានេះគឺការលះបង់គ្រប់យ៉ាងស្នាមញញឹមដ៏មុតស្រួចនោះបង្ហាញពីការបដិញ្ញាចិត្តដ៏ខ្លាំងក្លាកម្លាំងភ្លេចបន្ទោទាំងស្រុងនេះជាកលបៈហ៊ូប៊ីអុកឬមុខរបររបស់គ្រូបង្ហាត់រូបនោះបានគិតថាបុយមិនទាន់បានរៀនសូត្រអ្វីពីថ្នាក់កណ្ដាលឡើយទិដ្ឋភាពដ៏សាហាវនៃការប្រឈមមុខគ្នាបានចាប់ផ្ដើមឡើងការបង្វិលខ្លួនយ៉ាងលឿនគឺជាស្នូលនៃល្បិចនេះតើអ្នកពិតជាបានរៀនឈុតដាវសត្វនេះក្នុងរយៈពេលកន្លះខែទេទឹកមុខស្រពាប់ស្រយាទាំងបង្ខំឲ្យស៊ូឈាមក្រហមខ្ចីស្រក់ស្រោចលើដាវដូចជាកំហឹងដែលកំពុងពុះកញ្ច្រោលការប៉ះចំចំណុចស្លាប់នោះតើអ្នកពិតជាបានជាម្ចាស់ដាវសត្វនេះមែនឬទោះបីជាគាត់យល់ពីខ្លឹមសារហើយក៏ដោយភាពភ័យខ្លាចនិងកំហឹងបានឆាប់ឆេះឡើងនៅក្នុងសមរភូមិដ៏បង្ហូរឈាមនេះការស្លាប់កំពុងបិទបាំងគ្រប់ទិសទីពោពេញដោយវិញ្ញាណលំលោមកន្លែងប្រយុទ្ធដែលត្រូវបានគូសហើយនៅសល់តែរូបតូចមួយឈរនៅទីនោះភ្នែកទាំងនោះសម្លឹងមើលទៅលើដោយក្តីបារម្ភយ៉ាងខ្លាំងពេលវេលា4 ថ្ងៃក្រោយមកកម្លាំងចិត្តរបស់ក្មេងនេះពិតជាមិនធម្មតាទេទឹកមុខនាងស្លេកស្លាំងរន្ធត់ចំពោះអ្វីដែលនាងបានឃើញទឹកមុខដ៏តឹងរបស់គាត់ហាក់ដូចជាមានអាថ៌កំបាំងដ៏ធ្ងន់មួយលាក់ទុកតើគាត់ជាសិស្សរបស់វិមានណេងយ៉ាដាមមែនទេឈ្មោះរបស់អ្នកគឺប៊ូអិនសូលប៊ីអិនសូលតើអ្នកពិតជាបានជាម្ចាស់ដាវសត្វយ៉ាងអស្ចារ្យក្នុងរយៈពេលត្រឹមតែកន្លះខែគាត់យល់ឃើញពីអំណាចនៃសេចក្តីគុំក្នុងដាវនោះពិតជាមិនគួរឲ្យជឿថាខ្ញុំត្រូវរៀនសូត្រសិល្បៈក្បាច់គុនដ៏គ្រោះថ្នាក់នោះតើអ្នកពិតជាបានជាម្ចាស់ដាវសត្វកំណាចក្នុងរយៈពេលកន្លះខែនៅចំពោះមុខក្រុមគ្រូបានបញ្ចេញនៅថាមពលដ៏ខ្លាំងក្លាតើអ្នកចង់មានន័យថាខ្ញុំមិនទាន់បានរៀនអ្វីពីវគ្គកណ្ដាលទេការបញ្ចេញថាមពលភ្លឺត្រចះនេះហាក់ដូចជាការដកដង្ហើមចុងក្រោយថាមពលឃាតកម្មនៅក្នុងខ្លួនអ្នកគឺជាឧបសគ្គដែលរារាំងផ្លូវទៅកាន់ភាពអស្ចារ្យភ្នែករបស់គាត់ភ្លឺឡើងដោយកម្លាំងថាមពលមួយហាក់ដូចជាមានអ្វីមួយកំពុងផ្ទុះឡើងកណ្ដាប់ដៃដ៏តឹងណែននេះបញ្ចេញកម្លាំងសង្កត់សង្កិនភ្នែកក្រហមពោពេញដោយកំហឹងគាត់បានទទួលយកការបង្រៀននោះហើយ